Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំសៀវយឿនថ្ងៃនេះបដិខ្ញុំនឹងធ្វើការមកសម្រាយទៅកាន់រឿងអនាម័យមួយទៀតហើយចុះកុំឲ្យខាត់ពេលវេលាយូរឥឡូវចូលទៅការសម្រាយហ្មងទៅចាប់ផ្ដើមនៅក្នុងសាច់រឿងដំបូងជាមួយនឹងបរិបទម្នាក់ផងដែរដែលគាត់នឹងគឺពិតជាខំធ្វើការខ្លាំងមែនទែនគឺថាធ្វើការឡើងដល់យប់ជ្រៅតែម្ដងបន្ទាប់ពីនេះមិត្តភ័ក្តិរបស់គាត់ម្នាក់នេះគឺថាសុំគាត់ចេញទៅមុនទៅដោយសារតែពួកគេនេះគឺថាធ្វើការរួចហើយបន្ទាប់ពីនេះដល់បរិបទម្នាក់នេះគឺបានចេញពីកន្លែងធ្វើការហើយនៅពេលដែលគាត់គេដើរតាមផ្លូវហើយគាត់គឺបានដើរអត់ប្រយ័ត្នដែលធ្វើឲ្យឡានមួយនេះគឺថាជិះមកបកទៅកាន់គាត់តែម្ដងក្រោយមកទៀតដោយសាររឿងគឺបានកាត់ទៅកាន់ក្មេងប្រុសម្នាក់ដែលគាត់នេះគឺកំពុងតែវិភាគទៅកាន់សត្វមន់ពីរក្បាលដែលក្មេងប្រុសម្នាក់នេះគឺមានឈ្មោះថា Sin Wolford ដែលគាត់នេះគឺជាបារម្ភម្នាក់ដែលបានស្លាប់អីនឹងឯងតែគាត់នេះគឺមកចាប់ជាថ្មីអ្វីដែលពិសេសសម្រាប់ Sin នៅពេលហ្នឹងណាមិនត្រឹមតែគាត់នេះគឺចេះប្រើជាមួយនឹងវេទមន្តយ៉ាងស្ទាត់នោះទេសូម្បីតែរឿងរ៉ាវអំពីជាតិមុនរបស់គាត់នេះគឺបានដឹងអំពីវាផងដែរបន្ទាប់ពីការប្រមាញ់សត្វព្រៃដែល Sin នេះគឺបានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់វិញបន្ទាប់ពីនេះគឺបានឃើញជាមួយនឹងលោកតារបស់ Sin ផងដែរដែលគាត់នេះហើយគឺជាអ្នកបង្រៀនវេទមន្តផ្សេងៗហ្នឹងគឺទៅកាន់ Sin បន្ទាប់ពីនេះដែល Sin នេះគឺបានទម្លាក់ជាមួយនឹងសត្វដែលគាត់នេះគឺបានប្រមាញ់ឲ្យទៅកាន់លោកតារបស់គាត់មើលដូចគ្នាក្រោយមកទៀតគាត់នេះគឺបានប្រើជាមួយនឹងវេទមន្តផ្សេងៗនេះគឺថាអត់ដឹងប្រើធ្វើអីទេចំណែកម្នាក់នេះវិញគឺជាលោកយាយរបស់ Sin ក៏ដូចជាម្នាក់ទៀតផងដែរដែលគាត់នេះគឺជាលោកអ៊ំរបស់ Sin នឹងឯងដែលពួកគាត់នេះគឺបានចាក់ចេញពីរាជធានីមកទៅកន្លែងនេះក៏ព្រោះតែចង់បង្រៀនទៅកាន់ Sin ឲ្យដឹងអំពីអ្វីផ្សេងទៀតក្រោយមកទៀតដោយសាររឿងគឺបានកាត់ទៅកាន់2ឆ្នាំក្រោយដែលត្រូវជាអាយុ10ឆ្នាំរបស់ Sin នឹងឯងដែលលោកតារបស់ Sin គឺបាននាំ Sin មកកម្ចាត់ទៅកាន់បិសាចក៏ដូចជាបង្រៀនអ្វីផ្សេងទៅកាន់ Sin ដូចគ្នានៅពេលនោះដែលលោកតារបស់ Sin នេះគឺបានបង្រៀន Sin ជាមួយនឹង skill មួយផងដែរដែលអាចឲ្យគាត់នេះគឺអាចរកឃើញអំពីទិសដៅរបស់បិសាចផ្សេងនៅជិតនឹងក៏តែចម្ងាយរបស់វានឹងក៏មានដែនកំណត់ផងដែរនៅពេលដែលឃើញបែបហ្នឹង Sin នេះគឺសាកធ្វើតាមក៏ប៉ុន្តែគ្មានទេគាត់ធ្វើម្ដងនេះគឺថាបានភ្លាមលោកតារបស់ Sin នេះគឺបានគិតផងដែរក៏គឺមនុស្សស្មានថា Sin នេះគឺឆាប់ព្រានចេះអញ្ចឹងនោះទេមិនយូរប៉ុន្មានទៀត Sin គឺបានរកឃើញជាមួយនឹងទិសដៅនៃបិសាចមួយដែលមិនចាំយូរគាត់នេះគឺបានធ្វើដំណើរទៅកន្លែងហ្នឹងតែម្ដងនៅពេលដែលទៅដល់ភ្លាម Sin នេះក៏ចាំយូរទេគាត់គឺបានដកដៃរបស់គាត់នេះគឺទៅវាយជាមួយនឹងបិសាចមួយនឹងតែម្ដងទោះជាលោកតារបស់គាត់ហាមនឹងក៏មិនតាន់ផងដែរក៏ប៉ុន្តែអ្វីដែលពិសេសSin នេះគឺបានប្រើជាមួយនឹងស្នេហ៍របស់គាត់ត្រឹមតែពី3ស្នេហ៍នោះទេក៏ប៉ុន្តែគាត់នឹងគឺអាចសម្លាប់ទៅកាន់3សាច់មួយនឹងបានដល់អញ្ចឹងទៅលោកតារបស់ Sin គឺថាកាំងមួយកម្រិតទៀតហើយក៏គឺមនុស្សស្មានថា Sin នឹងគឺមានអាយុត្រឹមតែ10ឆ្នាំនោះទេក៏ប៉ុន្តែគាត់នេះគឺអាចយកឈ្នះទៅកាន់3សាច់មួយនឹងបានហើយជាការពិតណាស់រឿងមួយទៀត3សាច់មួយនឹងហើយគឺជា3សាច់ដែលបានសម្លាប់ទៅកាន់គ្រួសាររបស់ Sin នៅពេលនោះហើយអ្វីដែលកាន់តែពិសេសមួយទៀតដែរលោកតារបស់ Sin នៅពេលនេះគឺមិនមែនជាលោកតាបង្កើតរបស់ Sin នោះទេក៏គឺគ្រាន់តែរើស Sin មកចិញ្ចឹមតែប៉ុណ្ណោះក៏ប៉ុន្តែគាត់នេះក៏បានប្រាប់ទៅកាន់ Sin អំពីរឿងរ៉ាវទាំងអស់ហ្នឹងនោះឡើយនៅពេលទៅដល់ផ្ទះវិញដែលលោកតារបស់ Sin គឺបាននិយាយរឿងរ៉ាវដែល Sin នឹងគឺមានអាយុ10ឆ្នាំក៏ប៉ុន្តែអាចសម្លាប់ទៅកាន់3សាច់យ៉ាងធំមួយបានវាមិនគួរជឿនោះទេក៏ប៉ុន្តែបើសិនជាមើលទៅកាន់លោកពូក៏ដូចជាលោកយាយរបស់ Sin វិញដែលពួកគាត់នឹងគឺសឹងតែមិនភ្ញាក់ផ្អើលនោះទេដោយសារគាត់គឺបានដឹងថា Sin នឹងគឺតែងតែធ្វើឲ្យពួកគាត់នឹងគឺភ្ញាក់ផ្អើលរហូតមកហើយណាមួយទៅជា Sin នឹងមិនមែនជាចៅបង្ការរបស់ពួកគេក៏ដោយក៏ប៉ុន្តែពួកគេនឹងគឺចាប់ទុក Sin ប្រៀបបានដូចជាចៅបង្ការរបស់ពួកគេអញ្ចឹងពួកគេគឺស្រឡាញ់ Sin ខ្លាំងណាស់នៅក្នុងថ្ងៃមួយនៅពេលដែល Sin កំពុងតែហាត់ដើរជាមួយនឹងលោកពូរបស់គាត់សតនឹងដែលលោកតារបស់គាត់គឺនាំ Sin នឹងគឺទៅកន្លែងមួយជាមួយនឹងគាត់ផងដែរនៅពេលដែលទៅដល់ Sin ក៏ដូចជាលោកតារបស់គាត់នេះគឺបានអង្គុយនិយាយរឿងក្នុងចិត្តយ៉ាងច្រើននៅពេលដែលនិយាយយូរទៅដែលលោកតារបស់ Sin គឺសម្រាប់ចិត្តថានឹងប្រាប់ Sin ការពិតថាតាមពិតទៅ Sin មិនមែនជាចៅបង្ការរបស់គាត់នោះទេគាត់គឺគ្រាន់តែយក Sin នឹងគឺមកចិញ្ចឹមតែប៉ុណ្ណោះដែលនៅពេលនោះគាត់នេះគឺបានឃើញ Sin នៅក្នុងរទេះមួយដែលត្រូវបានបិសាចនឹងគឺវាយប្រហារហើយបិសាចដែលបានវាយប្រហារទៅកាន់ឪពុកម្ដាយរបស់ Sin នឹងគឺជាបិសាចខ្លាឃ្មុំដែល Sin បានសម្លាប់នឹងឯងដល់ចឹងទៅ Sin គឺបានទៅវិញថាតាមពិតទៅរឿងរ៉ាវទាំងអស់នេះក៏គឺបានដឹងតាំងពីយូរមកហើយសូម្បីតែរឿងបិសាចខ្លាឃ្មុំដែលបានសម្លាប់ទៅកាន់ឪពុកម្ដាយរបស់គាត់នឹងក៏គាត់បានដឹងផងដែរហើយគាត់គឺបានសម្លាប់ទៅកាន់វាប្រៀបបានដូចជាគាត់នឹងគឺបានសងសឹកឲ្យគ្រួសាររបស់គាត់ហើយអញ្ចឹងដោយ Sin ក៏គឺបាននិយាយផងដែរទោះជាយ៉ាងណាក៏ដោយលោកតាក៏នៅតែជាលោកតារបស់គាត់ច្បាស់ណាស់នាពេលឥឡូវនេះសម្រាប់ Sin អ្នកណាដែលបានមើលថែគាត់នោះហើយគឺជាគ្រួសាររបស់គាត់ពិតប្រាកដក្រោយមកទៀតដោយសាររឿងគឺបានកាន់ម្ដងទៀតហើយនៅពេលដែល Sin គឺមានអាយុ15ឆ្នាំដោយផ្ទះរបស់គាត់គឺពិតជាជួបជុំគ្នាច្រើនខ្លាំងមែនទែនដែលពួកគេគឺសុទ្ធតែជាអ្នកដែលស្គាល់ Sin នឹងឯងក្រោយមកទៀតដែលពួកគេគឺបាននិយាយអំពីរឿងរបស់ Sin ដោយសារតែពេលនេះ Sin គឺមានអាយុ15ឆ្នាំហើយចឹងហើយ Sin គឺគួរតែរស់នៅក្នុងរាជធានីម្ដងក៏ប៉ុន្តែដោយ Sin នេះគឺបាននិយាយទៅវិញថាគាត់នឹងក៏ចេះរស់នៅម្នាក់ឯងក៏ដូចជាចេះរស់នៅក្នុងរាជធានីនោះទេបើនិយាយឲ្យចំទៅការរស់នៅក្នុងរាជធានីរបស់គាត់គឺសូន្យសុទ្ធហ្មងដល់ពេលចឹងទៅម្នាក់គឺថាមើលទៅកាន់លោកតារបស់ Sin តែម្ដងដែលលោកតារបស់ Sin គឺពិតជាសុំទោសខ្លាំងមែនទែនដោយសារតែគាត់គឺផ្ដោតទៅលើការបង្រៀនវេទមន្តខ្លាំងពេកគាត់នឹងគឺភ្លេចបង្រៀន Sin អំពីការរស់នៅក្នុងរាជធានីដល់ចឹងទៅម្នាក់គឺថាឲ្យទៅកាន់លោកតារបស់ Sin តែម្ដងដោយសារតែគាត់នឹងគឺមិនគួរភ្លេចនៅក្នុងរឿងរ៉ាវទាំងអស់ហ្នឹងនោះទេបន្ទាប់ពីនេះដោយ Sin នឹងគឺចិត្តនឹងបានទៅរស់នៅក្នុងរាជធានីហើយចឹងពួកគេក៏ចង់ដឹងអំពីសមត្ថភាពរបស់ Sin ដល់ចឹងទៅ Sin គឺបាន teleport ពួកគេគឺមកដល់កន្លែងមួយដោយ Sin ក៏គឺបាននិយាយផងដែរច្បាស់ណាស់ដល់កន្លែងមួយហ្នឹងហើយគឺជាកន្លែងដែលគាត់នឹងគឺតែងតែមកហ្វឹកហាត់រាល់ដងបន្ទាប់ពីនេះទៀតនៅពេលដែលលោកតារបស់ Sin គឺឲ្យ Sin បញ្ចេញ
ជាមួយនឹងសមត្ថភាពរបស់ខ្លួនដោយអត់ចាំយូរនោះទេស៊ីនគឺបានប្រាយជាមួយនឹងធម្មពលវេទមន្តរបស់គាត់តែម្ដងដោយធម្មពលវេទមន្តរបស់គាត់ពេលនេះគឺគ្រាន់តែជាកម្រិតមូលដ្ឋានតែប៉ុណ្ណោះចឹងទៅគាត់នឹងគឺបានប្រើវាបាញ់ទៅលើភ្នំមួយទោះជាវាជាកម្រិតមូលដ្ឋានក៏ដោយក៏ប៉ុន្តែបើសិនជាកលេចមើលទៅកាន់ធម្មពលរបស់វាគឺខ្សោយនោះទេធ្វើឲ្យភ្នំចំនួន3នេះគឺតែខ្ទេចក្នុងរយៈពេលតែមួយរំពេចបន្ទាប់ពីស៊ីនគឺបានបង្ហាញជាមួយនឹងស្នាដៃរបស់គាត់ហើយក៏គឺបាននិយាយទៅកាន់អ្នកផ្សេងទៀតថាច្បាស់ណាស់ធម្មពលនេះវាគ្រាន់តែជាធម្មពលមូលដ្ឋានក៏ដូចជាធម្មពលទិញទុយរបស់គាត់តែប៉ុណ្ណោះដោយគាត់គឺមានជាមួយនឹងធម្មពលជាច្រើនទៀតដោយលើបែបហ្នឹងអ្នកផ្សេងគឺពិតជាកាំងខ្លាំងមែនតើតិចនោះទេក៏តែមិនមែនអន់នោះឡើយបន្ទាប់ពីនេះដល់លោកយាយរបស់ស៊ីននេះគឺបានទៅកបួយក៏អាឡូតារបស់ស៊ីនតែម្ដងដែលក៏គឺបានសួរថាម៉េចក៏លោកនឹងគឺបង្រៀនស៊ីនឲ្យគ្រប់គ្រងធម្មពលមួយនេះឲ្យបានល្អដោយឃើញបែបហ្នឹងស៊ីនគឺបានហាមខុសទៅកាន់លោកយាយរបស់គាត់ផងដែរឲ្យចិត្តតិចសិនទៅក៏ប៉ុន្តែត្រូវបានលោកយាយរបស់គាត់នេះគឺថាឲ្យទៅកាន់គាត់មួយទៀតនៅពេលដែលពួកគេនេះគឺថាទៅដល់ទីវិញដោយពួកគេគឺបាននិយាយអំពីធម្មពលរបស់ស៊ីនផងដែរច្បាស់ណាស់ធម្មពលរបស់ស៊ីនគឺវាអត់ខ្សោយនោះទេវាគឺពិតជាខ្លាំងមែនតែម្ដងលោកពូម្នាក់ក៏គឺបាននិយាយថាច្បាស់ណាស់ជាមួយនឹងធម្មពលដ៏អស្ចារ្យមួយនេះប្រទេសជាច្រើនគឺពិតជាចង់បានទៅកាន់ស៊ីនដើម្បីធ្វើជាកូនអត់របស់ពួកគេខ្លាំងណាស់ដល់អញ្ចឹងទៅលោកពូសាក់លឿនគឺបានសូមការនិយាយអំពីលោកតារបស់ស៊ីនដើម្បីឲ្យស៊ីននឹងគឺទៅរៀនសាលារបស់គាត់ផងដែរដែលសាលារបស់គាត់គឺពិតជាល្បីល្បាញខ្លាំងមែនតែណាមួយវាក៏បានជួយទៅកាន់ស៊ីនយ៉ាងច្រើនផងដែរដើម្បីឲ្យស៊ីននឹងគឺអាចរស់នៅម្នាក់ឯងក៏ដូចជាបង្កើតជាមួយនឹងមិត្តភក្តិថ្មីនៅទីនោះដោយលោកពូម្នាក់នឹងគឺបានសន្យាទៅកាន់លោកតារបស់ស៊ីនម្ដងទៀតផងដែរថាក៏គឺមិនឲ្យស៊ីននឹងគឺជួបជាមួយនឹងបញ្ហាផ្សេងនោះឡើយក្រោយពីនេះដែលក៏គឺបានបង្ហាញអំពីសមត្ថភាពពិតរបស់គាត់ផងដែរដែលក៏គឺជាស្ដេចនៃប្រទេសមួយតែម្ដងអញ្ចឹងទៅតែធ្វើឲ្យស៊ីនក៏ពិតជាកាំងខ្លាំងមែនតែមិនត្រឹមតែប៉ុណ្ណោះទេនារីដែលនៅចិត្តនឹងម្នាក់ទៀតនាងគឺជាមេតបដាវដែលខ្លាំងជាងគេនៅក្នុងរាជធានីចំណែកឯបរិមម្នាក់ទៀតនឹងដែលក៏គឺជាអ្នកដែលប្រើវេទមន្តដ៏ខ្លាំងជាងគេនៅក្នុងរាជធានីផងដែរសូម្បីតែលោកអ៊ំរបស់ស៊ីនដែលជាអ្នកបង្ហាត់ស៊ីនរាល់ម្ដងហ្នឹងក៏ជាអ្នកខ្លាំងម្នាក់នៅក្នុងរាជធានីផងដែរគាត់នឹងគេថាចូលនិវត្តន៍បាត់ហើយក្រោយពីនេះដោយលោកអ៊ំរបស់ស៊ីនគឺបាននិយាយអំពីរឿងមួយផងដែរនៅពេលនោះនៅក្នុងរាជធានីគឺមានជាមួយនឹងការវិភាគគ្នារវាងមនុស្សជាមួយនឹងបីសាច់ម្នាក់ផងដែរដោយនៅក្នុងគណៈពេលហ្នឹងសង្ឃឹមរបស់គាត់គឺសឹងតែលូតបាត់ទៅហើយក៏ប៉ុន្តែដោយលោកតាក៏ដូចជាលោកយាយរបស់ស៊ីនហ្នឹងគឺមកជួយទៅកាន់គាត់តាន់ពីអតីតកាលដោយលោកតាក៏ដូចជាលោកយាយរបស់ស៊ីនហ្នឹងគឺមិនមែនជាមនុស្សធម្មតានោះទេដែលពួកគេគឺជាអ្នកដែលប្រើវេទមន្តដ៏ខ្លាំងក្លាដោយមិនចង់ខាតពេលវេលាយូរលោកតាក៏ដូចជាលោកយាយរបស់ស៊ីនហ្នឹងគឺបានរួមដៃគ្នាក៏ដូចជាបញ្ចេញជាមួយនឹងធម្មពលរបស់ពួកគេដើម្បីវិភាគជាមួយនឹងបីសាច់មួយហ្នឹងដែលមិនយូរប៉ុន្មានពួកគាត់ក៏អាចវិឈ្នះទៅកាន់បីសាច់មួយហ្នឹងបានដោយជោគជ័យទៅដោយសារតែលោកពូរបស់ស៊ីនគឺយកពីរឿងរ៉ាវទាំងអស់ហ្នឹងដែលធ្វើឲ្យលោកតាក៏ដូចជាលោកយាយរបស់ស៊ីនគឺពិតជាអៀនខ្លាំងមែនទែននៅពេលដែលពួកគេគឺនិយាយគ្នាយ៉ាងច្រើនរួចមកបន្ទាប់ពីនេះនៅពេលដែលស៊ីនហ្នឹងគឺថាធ្វើដំណើរទៅកាន់រាជធានីវិញម្ដងនៅពេលដែលលោកតាក៏ដូចជាលោកយាយរបស់ស៊ីនហ្នឹងគឺបានបង្ហាញការរបស់ពួកគេដែលធ្វើឲ្យសន្តិសុខគឺពិតជាផ្អែកខ្លាំងមែនទែនដោយសារតែនេះគឺជា idol របស់ពួកគេចំណែកឯមនុស្សនៅក្នុងរាជធានីវិញនៅពេលដែលឮបែបហ្នឹងពួកគេគឺបានដឹងថា idol របស់ពួកគេហ្នឹងគឺថាបានមកហើយអញ្ចឹងទៅពួកគេគឺរត់មកទីកន្លែងហ្នឹងតែម្ដងក្រោយមកទៀតដោយស៊ីនក៏ដូចជាលោកតាលោកយាយរបស់គាត់ហ្នឹងគឺបានមកដល់ផ្ទះមួយទៀតរបស់គាត់ហើយដែលនៅទីនោះគឺពិតជាមានអ្នកបម្រើច្រើនខ្លាំងមែនទែនដោយសារតែរឿងរ៉ាវទាំងអស់ហ្នឹងហើយទៅធ្វើឲ្យស៊ីនហ្នឹងគឺរៀបភ្ញាក់ផ្អើលផងដែរដោយសារតែគាត់ហ្នឹងក៏ដែរឃើញជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងនោះទេបន្តមកទៀតដោយសាររឿងគឺបានកាត់ម្ដងទៀតហើយនៅពេលដែលស៊ីនហ្នឹងគឺថាដើរលេងសប្បាយនៅតាមរាជធានីវិញនៅពេលមួយនៅពេលដែលស៊ីនគឺបានដើរកាត់កន្លែងមួយក៏គឺបានឃើញជាមួយនឹងបរិប3នាក់គឺបានហុំព័ទ្ធទៅកាន់នារី2នាក់ដូចគ្នាដែលពួកគេហ្នឹងគឺកំពុងតែធ្វើបាបទៅកាន់នារី2នាក់នឹងឯងដោយឃើញបែបហ្នឹងស៊ីនក៏ចាញ់យូរទៀតនោះទេដោយគាត់នេះគឺបានដើរចូលទៅដើម្បីជួយទៅកាន់នារី2នាក់នឹងផងដែរក៏ប៉ុន្តែត្រូវបាន3នាក់នឹងគឺថាមើងងាយទៅកាន់គាត់តែម្ដងក៏ប៉ុន្តែគ្មានទេបរិប3នាក់នឹងគឺបានតអ៊ូតនោះទេនៅពេលដែលវិភាគមែនតែណាគឺថាគ្មានគីឡូអីជាមួយនឹងស៊ីននោះឡើយទោះជាគេនឹងគឺប្រើជាមួយនឹងកបិតក៏ដោយបន្ទាប់ពីស៊ីនគឺបានជួយទៅកាន់នារី2នាក់នឹងហើយដែលនារីសពកំហុសម្នាក់នេះគឺបានរត់មកអរគុណទៅកាន់គាត់ដូចគ្នាដោយស៊ីននឹងគឺបានមើលទៅកាន់នារីម្នាក់ទៀតគាត់តែគាត់គឺបានមើលភ្លាមគឺស៊ីននឹងគឺលួងស្នេហ៍ទៅកាន់នារីម្នាក់នឹងតែម្ដងនៅពេលដែលស៊ីនគឺបានលួងស្នេហ៍ទៅកាន់នារីម្នាក់នឹងអញ្ចឹងសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏បានចប់តែត្រឹមនឹងផងដែរបន្ទាប់ពីនេះនៅពេលដែលពួកគេនឹងគឺថាមកញ៉ាំអីនៅក្នុងហាងមួយដោយពួកគេទាំងពីរនាក់នឹងគឺបានណែនាំឈ្មោះផងដែរដែលម្នាក់ស្រីសក់ខំនឹងគឺមានឈ្មោះថា Maria ចំណែកឯនារីដែលមានសក់ពណ៌ខៀវវិញគឺមានឈ្មោះថា Cecilia ដែលពួកគេទាំងពីរនឹងគឺបាននិយាយផងដែរពួកគេមកទីនេះក៏ពោលតែពួកគេនឹងគឺចង់ចុះឈ្មោះចូលរៀននៅក្នុងសាលាវេទមន្តមួយហើយមូលហេតុដែលពួកគេនឹងគឺចង់រៀននៅក្នុងសាលាមួយនឹងក៏ព្រោះតែ idol របស់ពួកគេទាំងពីរនឹងក៏ស្ថិតនៅក្នុងសាលាមួយនឹងផងដែរដោយ idol របស់ពួកគេទាំងពីរនឹងក៏មានតែគេឆ្ងាយនោះទេគឺជាលោកតាក៏ដូចជាលោកយាយរបស់ស៊ីននឹងឯងបន្ទាប់ពីនេះដែល Maria នឹងគឺបានលើកសរសើរអំពីលោក
លោកតាក៏ដូចជាលោកយាយរបស់ស៊ីនដែលពួកគេនឹងគឺពិតជាខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះទេចៅប្រុសរបស់គាត់ក៏ខ្លាំងដូចគ្នាក៏ប៉ុន្តែដោយម៉ារីនឹងក៏ដឹងនោះទេថាស៊ីនដែលអង្គុយនៅទួលមុខនេះនឹងគឺជាចៅប្រុសរបស់ពួកគេទាំងពីរនឹងឯងបន្ទាប់ពីនិយាយសំណេះសំណាលគ្នាហើយដែលស៊ីននឹងគឺសុំពួកគេទៅមុនទៅដោយសារតែគាត់នឹងគឺត្រូវប្រញាប់ធ្វើអីផ្សេងដូចគ្នានៅពេលនោះដែលម៉ារីនឹងគឺរៀនប្រអាប់ទៅកាន់សេសាលីផងដែរដោយសារតែនៅពេលនោះសេសាលីនឹងគឺអត់ដាច់ចិត្តពីស៊ីននោះទេអញ្ចឹងនេះក៏បានដឹងថាប្រហែលជាសេសាលីនឹងគឺថាលួចក្រាស់ទៅកាន់ស៊ីននៅថ្ងៃបន្ទាប់នៅក្នុងសាលារបស់ស៊ីននឹងដែលស៊ីនគាត់គឺបានដើរមកមើលឈ្មោះរបស់គាត់ថាចូលនៅថ្នាក់ណាអីចឹងទៅនៅពេលនោះដែលបរិសក់លឺម្នាក់នេះគឺបានដើរមកជិតស៊ីនក៏ដូចជាចោះរោរឿងទៅកាន់ស៊ីនក៏ប៉ុន្តែត្រូវស៊ីននឹងគឺបានចាប់កាច់ដៃដល់ពេលចឹងទៅដែលបរិសម្នាក់នេះគឺពិតជាស្រែកខ្លាំងមែនតើដោយសារតែខ្មាស់គេពេកបរិសម្នាក់នេះគឺចង់រោរឿងទៅកាន់ស៊ីនបន្តទៀតក៏ប៉ុន្តែត្រូវបានបរិសម្នាក់ដែលត្រូវជារាជបុត្រនេះគឺមកជួយទៅកាន់ស៊ីនតាន់ដល់ចឹងទៅបរិសម្នាក់នេះគឺអាចធ្វើអីទៅកាន់ស៊ីនបាននោះទេចំណែកឯព្រះរាជបុត្រក៏ដូចជាស៊ីនវិញគឺបានខ្លាចជាមិត្តជាមួយនឹងគ្នាផងដែរបើកលេចមើលទៅកាន់មួយចំហៀងទៀតដែលបានឃើញថាម៉ារីក៏ដូចជាសេសាលីនេះគឺបានឃើញជាមួយនឹងរឿងរ៉ាវទាំងអស់នឹងដូចគ្នាក៏តែបើសិនជាមើលទៅកាន់បារម្ភបាញ់មិញវិញដែលគាត់នឹងក៏អត់អស់ចិត្តនោះទេច្បាស់ណាស់ដែលគាត់នឹងគឺគុំទៅកាន់ស៊ីនតែម្ដងបន្តមកទៀតដោយសាររឿងគឺបានកាត់នៅពេលដែលពួកគេទាំងអស់គ្នានឹងគឺប្រឡងចូលសាលារៀនដែលពួកគេនឹងគឺថាប្រឡងធ្វើតេស្តនៅក្នុងការសរសេរបន្ទាប់ពីនេះនៅពេលដែលពួកគេនឹងគឺចូលទៅប្រឡងតេស្តនៅក្នុងការប្រើជាមួយនឹងធម៌ពលវេទមន្តវិញដោយបរិសម្នាក់នេះគឺបានចូលទៅតេស្តមុនគេដែលគាត់នេះគឺបានប្រើជាមួយនឹងវេទមន្តរបស់គាត់ក៏ប៉ុន្តែដោយគាត់នឹងគឺសូត្រផងដែរក៏ប៉ុន្តែវេទមន្តរបស់គាត់ចេញមកក៏ដូចជាសាហាវដល់ហើយបន្ទាប់ពីនោះដោយអ្នកផ្សេងទៀតនេះគឺបានចូលទៅធ្វើតេស្តជាមួយនឹងវេទមន្តរបស់ពួកគេនឹងគឺបន្តគ្នាទៀតទៅនៅពេលដែលដល់វេនស៊ីម្ដងដែលអ្នកមើលការខុសត្រូវនៅកន្លែងហ្នឹងគឺបានមើលអំពីការកត់ត្រាអំពីស៊ីនអញ្ចឹងទៅនាងគឺឲ្យស៊ីននេះគឺបធូរដៃខ្លះផងកុំឲ្យប្រើវេទមន្តខ្លាំងពេកក៏ប៉ុន្តែបើសិនជាកលេចមើលទៅកាន់ស៊ីនណាគឺដឹងមិនទេនេះដល់ពេលរួចហើយដែលស៊ីនគឺបានបញ្ជាជាមួយនឹងធម៌ពលរបស់គាត់ដោយមិនបានសូត្រវេទមន្តចុះដែលធ្វើឲ្យអ្នកនៅកន្លែងហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើទោះជាវាគឺជាវេទមន្តបន្តិចបន្តួចក៏តែបើសិនជាមើលទៅកាន់ការផ្ទុះវិញគឺមិនបន្តិចបន្តួចដោយការគិតនោះទេបន្ទាប់ពីការធ្វើតេស្តក៏ដូចជាថ្ងៃស្អែកនឹងគឺបានមកដល់នៅពេលដែលស៊ីននេះគឺបានទៅមើលកន្លែងតារាងរបស់គាត់ដែលគាត់នេះគឺចាប់ចំណាត់ថ្នាក់ល្អក៏ដូចជាបានចូលរៀននៅក្នុងថ្នាក់ខ្ពស់ជាមួយនឹងព្រះរាជបុត្រផងដែរបើសិនជាកលេចមើលទៅកាន់បារម្ភម្នាក់ដែលបានរស់រឿងស៊ីនអំពីម្សិលមិញវិញដែលគាត់គឺពិតជាគុំទៅកាន់ស៊ីនខ្លាំងមែនតើចំណែកស៊ីនវិញដែលគាត់នេះគឺកំពុងតែអង្គុយមើលត្រាវេទមន្តដែលសាលានេះគឺបានសរសេរវានៅលើអាយរបស់គាត់ដែលវាគឺជួយការពារទៅកាន់អាយក៏ដូចជាជួយការពារទៅកាន់គាត់ផងដែរក៏តែដោយត្រាមួយនឹងគឺវាអត់គ្រប់គ្រាន់នោះទេចេះទៅស៊ីនគឺសម្រាប់ចិត្តថានឹងលុបត្រាមួយនឹងចោលក៏ដូចជាសរសេរត្រាថ្មីនៅលើនឹងតែម្ដងបន្ទាប់ពីការសេរួចរាល់បើសិនជាកលេចមើលទៅកាន់អាយរបស់ស៊ីនណាគឺមិនមែនជាអាយធម្មតាទៀតនោះទេដែលវាគឺជាអាយដ៏ខ្លាំងក្លាមួយក៏ដូចជាអាយដែលមានសុពលភាពមួយដែលបានឃើញថាអាយរបស់គាត់គឺខ្លាំងអញ្ចឹងដែលស៊ីនគឺស្រែកយោតែម្ដងដោយពេលដែលលោកយាយរបស់គាត់គឺចុះមកមើលគាត់គឺបានយកអាវមួយនឹងទៅអួតដល់អញ្ចឹងទៅដែលធ្វើឲ្យលោកយាយរបស់ស៊ីនគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើនៅថ្ងៃទៅសាលារៀនដែលលោកតាក៏ដូចជាលោកយាយរបស់ស៊ីននេះគឺផ្ដាំទៅកាន់ស៊ីនផងដែរមិនឲ្យគាត់យករឿងកៅអៅមួយនឹងប្រាប់ទៅកាន់ណាគេនោះទេចំណែកឯសិស្សផ្សេងទៀតគ្រាន់តែបានឃើញលោកតាក៏ដូចជាលោកយាយរបស់ស៊ីនភ្លាមពួកគេក៏ចាំយូរនោះទេគឺថារត់មកតែម្ដងដោយសារតែនេះគឺជា idol របស់ពួកគេនៅមកចូលរៀនវិញដែលអ្នកគ្រូគឺបានហៅជាមួយនឹងឈ្មោះរបស់ស៊ីនដោយសារតែស៊ីននឹងគឺទទួលបានបន្ទុកច្រើនជាងគេនៅក្នុងសាលាមួយនេះក៏ដូចជានៅក្នុងថ្នាក់ S មួយនេះផងដែរបន្ទាប់ពីស៊ីនគឺបានឡើងទៅណែនាំខ្លួនក៏ដូចជានិយាយអំពីប្រវត្តិរបស់គាត់ហើយដែលគ្រប់គ្នាគឺបានដឹងថាស៊ីននឹងគឺជាចៅប្រុសរបស់ idol ពួកគេនឹងឯងក៏ប៉ុន្តែបើសិនជាកលេចមើលទៅកាន់អាប៉ែមួយដែលបានគុំស៊ីនវិញគឺគុំស៊ីនកាន់តែខ្លាំងលើសដើមដោយសារតែស៊ីនចូលថ្នាក់ S ជឿតែអាប៉ែមួយនឹងគឺចូលថ្នាក់ A បន្ទាប់ពីការប្រជុំរួចហើយដែលលោកគ្រូនឹងគឺបានណែនាំជាមួយនឹងមិត្តរួមថ្នាក់របស់ស៊ីននឹងគឺម្នាក់ម្ដងអីចឹងទៅនៅពេលចេញលេងដែលសេសាលីគឺបាននិយាយរឿងក្នុងចិត្តរបស់នាងគឺប្រាប់ទៅកាន់ស៊ីនផងដែរដោយសារតែមានបារម្ភម្នាក់នេះគឺបានលួចតាមស្រឡាញ់នាងហើយគេនឹងគឺពិតជាបង្ខំទៅកាន់នាងខ្លាំងមែនតើហើយអ្នកដែលបានស្រឡាញ់ក៏ដូចជាបង្ខំទៅកាន់សេសាលីហ្នឹងគឺជាបារម្ភម្នាក់ដែលបានគុំទៅកាន់ស៊ីននឹងឯងដោយបារម្ភម្នាក់នេះគឺសឹងតែប៉ះទៅកាន់សេសាលីហើយក៏ប៉ុន្តែបានស៊ីននឹងគឺបានគវាដៃទៅកាន់បារម្ភនឹងចេញហើយមូលហេតុដែលបារម្ភម្នាក់នេះគឺអាចបង្ខំក៏ដូចជានាំសេសាលីនឹងគឺទៅដេតដោយសារតែឪពុករបស់សេសាលីនឹងគឺនៅក្រោមឋានៈរបស់ឪពុករបស់គេនឹងឯងមិនត្រឹមតែប៉ុណ្ណឹងទេដែលបារម្ភម្នាក់នេះគឺបានកុហកគ្រប់គ្នាថាសេសាលីជាមួយនឹងគាត់នឹងគឺបានភ្ជាប់ពាក្យជាមួយនឹងគ្នាទៀតផងដោយលើបែបហ្នឹងសេសាលីនឹងគឺពិតជាកាំងក៏ដូចជាស្តក់ស្លុតខ្លាំងមែនតើក៏តែដល់ទាំងអស់នឹងក៏ដូចជាមិនមែនរឿងពិតនោះទេដោយរញ៉ៃពេកព្រះម្ចាស់គឺបានចុះមកអន្តរាគមជាមួយនឹងរឿងមួយនឹងផងដែរដែលធ្វើឲ្យបារម្ភម្នាក់នេះក៏ដូចជាអត់ហ៊ានជាមួយនឹងព្រះអង្គម្ចាស់នោះទេនៅពេលដែលព្រះអង្គម្ចាស់គឺបានចុះមកអន្តរាគមបែបនេះដែលធ្វើឲ្យបារម្ភម្នាក់នេះគឺអត់ហ៊ានជាមួយនឹងព្រះអង្គម្ចាស់នោះទេចឹងទៅបារម្ភម្នាក់នេះគឺបានដើរចេញទៅក្រោយមកទៀតដែលព្រះអង្គម្ចាស់នេះគឺបាននិយាយទៅកាន់ស៊ីនផងដែរដោយសារតែគាត់គឺបានដឹងថាស៊ីននេះគឺចាប់អារម្មណ៍ទៅកាន់សេសាលីចឹងទៅធ្វើឲ្យស៊ីននេះគឺអៀនខ្លាំងមែនទែនចំណែកសេសាលីវិញក៏ដូចគ្នាផងដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់នេះគឺបានបញ្ចប់ដោយស៊ីនគឺបាននាំពួកគេទាំងអស់គ្នានឹងទៅជួបជាមួយនឹងលោកតាក៏ដូចជាលោកយាយរបស់គាត់ផងដែរដើម្បីនិយាយអំពីរឿងរ៉ាវរបស់សេសាលី
បន្ទាប់ពីនេះដែលសេនគឺបានយកអំពីរឿងឯកសន្តានដែលគាត់នេះគឺបានដូរជាមួយនឹងត្រាវេទមន្តដែលធ្វើឲ្យវានឹងគឺមានអតិពលជាងមុនទៅកាន់អ្នកគ្រប់គ្នាផងដែរចំណែកលោកយាយរបស់ស៊ីនវិញដែលគាត់នឹងគឺចង់ទៅអំពីចរិតលក្ខណៈរបស់សេសាលីចង់ទៅគាត់នឹងគឺធ្វើជាកាយដាក់សេសាលីក៏ប៉ុន្តែទោះជាលោកយាយរបស់ស៊ីននឹងគឺខំយ៉ាងណាក៏ដោយសេសាលីនាងគឺនៅតែជាមនុស្សស្មោះត្រង់ក៏ដូចជាចិត្តល្អផងដែរចិត្តដែលធ្វើឲ្យលោកយាយរបស់សេសាលីនឹងគឺឈប់និយាយទៅមិនត្រឹមតែប៉ុណ្ណឹងទេដែលធ្វើឲ្យលោកយាយរបស់ស៊ីននឹងគឺបានចាប់អារម្មណ៍ក៏ដូចជាស្រឡាញ់ទៅកាន់សេសាលីផងដែរបន្ទាប់ពីការធ្វើតេស្តទៅកាន់សេសាលីបានចប់ដោយស៊ីននឹងគឺបានប្រើជាមួយនឹងវេទមន្តរបស់គាត់ដើម្បីគូជាមួយនឹងត្រាថ្មីនៅក្នុងកៅអៅរបស់ពួកគេផងដែរដោយគាត់បង្កើតវាឡើងសម្រាប់តែមិត្តភ័ក្តិរបស់គាត់នោះទេលោកពូរបស់ស៊ីនគឺបាននិយាយថាច្បាស់ណាស់ដោយសារតែកៅអៅមួយនឹងគឺវាមានជាមួយនឹងត្រាដ៏ខ្លាំងក្លាបែបហ្នឹងហើយពួកយើងគឺមិនអាចឲ្យវានឹងគឺបែកធ្លាយទៅខាងក្រៅនោះទេប្រសិនបើជាប្រទេសផ្សេងគឺបានដឹងអំពីរឿងរ៉ាវកៅអៅមួយនេះច្បាស់ណាស់ប្រទេសទាំងនោះគឺច្បាស់ជាចង់បានជាមួយនឹងកៅអៅទាំងនេះហើយពួកគេនឹងបង្កើតសង្គ្រាមតែម្ដងបន្ទាប់ពីស៊ីនគឺបានបង្កើតជាមួយនឹងកៅអៅរបស់គាត់នឹងគឺឲ្យទៅកាន់ពួកគេគឺសពគ្រប់រួចអស់ហើយដែលគាត់នឹងគឺបានបើកជាមួយនឹងច្រកទ្វារវេទមន្តរបស់គាត់នឹងដើម្បីនាំពួកគេគឺទៅវិញផងដែរដល់ពេលចឹងទៅដែលធ្វើឲ្យពួកគេនឹងគឺគិតថាស៊ីននឹងគឺមិនជាមនុស្សធម្មតានោះទេដូចជាវេទមន្តរបស់គាត់នឹងគឺមានមិនមែនខ្លះនោះឡើយក៏ប៉ុន្តែបើសម្រាប់ស៊ីនវិញគាត់នឹងគឺធម្មតានោះទេដោយសារតែស៊ីនគឺបានបង្កើតជាមួយនឹងវេទមន្តប្លែកៗធ្វើឲ្យមិត្តរួមថ្នាក់របស់គាត់នឹងគឺព្យាបាលបែបហ្នឹងហើយសាច់រឿងនៅក្នុងអេពីសូតទី2នេះក៏មានតែត្រឹមហ្នឹងផងដែរនៅក្នុងអេពីសូតនេះដោយស៊ីនក៏ដូចជាសេសាលីនឹងគឺបានដើរទៅសាលាជាមួយនឹងគ្នាមិនត្រឹមតែប៉ុណ្ណឹងទេដែលពួកគេនឹងគឺបាននិយាយស្វីតដាក់គ្នាផងដែរដោយបែបហ្នឹងហើយធ្វើឲ្យម៉ារីនៅខាងក្រោយគឺពិតជាច្រេញខ្លាំងមែនតើនៅពេលដែលពួកគេទាំងពីរនឹងគឺទៅដល់សាលាក៏ដូចជាពួកគេនឹងគឺបាននិយាយលេងសើចជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេផងដែរនៅពេលដែលលោកគ្រូមកដល់លោកគ្រូនឹងគឺសម្រាប់ចិត្តថានឹងនាំពួកគេគឺទៅកន្លែងមួយតែម្ដងមិនយូរប៉ុន្មានពួកគេនឹងគឺបានដើរទៅដល់កន្លែងហ្នឹងហើយដោយលោកគ្រូនឹងគឺបានបញ្យល់ផងដែរថានៅកន្លែងនេះគឺមានបន្ទប់ជាច្រើនដែលបន្ទប់ទាំងអស់នេះគឺសម្រាប់សិស្សបង្កើតជាក្រុមមួយដើម្បីស្វែងយល់អំពីវេទមន្តក៏ដូចជាស្វែងយល់អំពីអ្វីផ្សេងក្រោយមកទៀតដែលពួកគេនឹងគឺបានជំរុញឲ្យស៊ីននឹងគឺបង្កើតជាមួយនឹងក្រុមមួយក៏ដូចជាធ្វើជាមេក្រុមរបស់ពួកគេផងដែរសូម្បីតែលោកគ្រូនឹងក៏ support ផងដែរអ្នកផ្សេងទៀតនេះគឺកាន់តែជំរុញទៅកាន់ស៊ីនបន្ថែមទៀតអញ្ចឹងទៅដែលធ្វើឲ្យក្រុមរបស់ស៊ីននេះគឺបានបង្កើតឡើងតែម្ដងដែលមានឈ្មោះថា Ultimate Magic Study Group ក៏ប៉ុន្តែបើមើលទៅកាន់ស៊ីនណាក៏ពិតជាឈឺក្បាលខ្លាំងមែនទែនដោយសារគាត់នេះគឺមិនសូវចង់មកនោះទេគ្រាន់តែក្រុមរបស់ស៊ីននឹងគឺថាបង្កើតបានភ្លាមហើយដោយអ្នកផ្សេងទៀតនេះគឺថាអ៊ូអរខ្លាំងមែនទែនសប្បាយគ្រូនឹងក៏សប្បាយចិត្តផងដែរក្រោយពីនេះដោយសាររឿងគឺបានកាត់ទៅការប្រជុំរបស់ស្ដេចដែលពេលនោះស្ដេចគឺបានអានរបាយការណ៍ថាច្បាស់ណាស់នៅពេលនេះសត្វចម្លែកគឺបានកើនឡើងជាច្រើនដោយការកើនឡើង3សាយទាំងអស់នឹងហើយវាគឺមិនល្អនោះទេសម្រាប់ប្រទេសជាតិដោយអញ្ចឹងទៅស្ដេចគឺសម្រាប់ចិត្តថានឹងរៀបជាមួយនឹងផែនការដើម្បីទប់ស្កាត់ជាមួយនឹងពពួក3សាយទាំងអស់នឹងសាយរឿងគឺបានកើនម្ដងទីរៃទៅកាន់កន្លែងបរិមម្នាក់ដែលបានគុំទៅកាន់ស៊ីនដោយពេលនេះឪពុករបស់គាត់គឺពិតជាខឹងទៅកាន់បរិមម្នាក់នឹងខ្លាំងមែនទែនដោយសារតែបរិមម្នាក់នឹងគឺបានធ្វើជាមួយនឹងរឿងមិនសមហេតុផលជាច្រើននៅពេលដែលឪពុករបស់គាត់គឺបានក្បួយអាយទៅកាន់បរិមម្នាក់នឹងដើម្បីសួរទៅកាន់គាត់មិនត្រឹមតែមិនស្ដាប់នោះទេគាត់នេះក៏បានកវាដៃចេញក៏ដូចជាស្រ័យទៅកាន់ឪពុករបស់គាត់បន្ថែមទៀតផងដែរដោយសារតែឃើញកូនរបស់គាត់គឺបែបហ្នឹងបារម្ភអ្នកហ្នឹងគឺគ្មានជំរឿច្រើនកាលពីវាយទៅកាន់បារម្ភអ្នកហ្នឹងថែមនោះទេថែមតែគាត់ហ្នឹងគឺបាននិយាយថាគាត់នឹងចាប់គេហ្នឹងគឺចាប់ដាក់ចូលក្នុងបន្ទប់តែម្ដងចំណែកឯនៅក្នុងសាលាវិញដែលក្រុមរបស់ស៊ីនក៏បានដឹងជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងផងដែរដែលពួកគេគឺបាននិយាយថាតាមពិតទៅបារម្ភអ្នកហ្នឹងគឺគ្រាន់តែជាសិស្សធម្មតានោះទេពីមុនក៏ប៉ុន្តែតាមពីបារម្ភអ្នកហ្នឹងគឺជួបជាមួយនឹងបារម្ភម្នាក់ទៀតដែលមានឈ្មោះថា Oliver មកបារម្ភអ្នកហ្នឹងគឺស្រាប់តែមានអត្តចរិតគឺប្លែកបែបនេះឯងក៏ប៉ុន្តែដែលពួកគេហ្នឹងគឺមិនអាចសន្និដ្ឋានអំពីរឿងរ៉ាវទាំងអស់ហ្នឹងបាននោះឡើយដោយក្រុមរបស់ស៊ីនគឺបានគិតថាច្បាស់ណាស់បារម្ភអ្នកហ្នឹងច្បាស់ជាមានរឿងអាថ៌កំបាំងជាច្រើនដែលមិនអាចឲ្យពួកគេហ្នឹងគឺបានដឹងបានបើមើលទៅកាន់គ្រួសាររបស់បារម្ភអ្នកហ្នឹងវិញណាឥឡូវខ្ញុំនិយាយមកទៅដែលគាត់នេះគឺមានឈ្មោះថា Kurt ដែលគ្រួសាររបស់ Kurt គឺបានសុំជំនួយទៅកាន់ Oliver ម្ដងទៀតហើយនៅពេលដែល Oliver គឺជួបទៅកាន់ Kurt ដែលគាត់ហ្នឹងគឺអត់សូវចង់និយាយច្រើនអីម៉ានោះទេគាត់គឺបានប្រើជាមួយនឹងធម្មពលរបស់គាត់ដែលធម្មពលមួយនោះវាគឺពិតជាចម្លែកខ្លាំងមែនទែនក៏ប៉ុន្តែតាមសាច់រឿងធម្មពលមួយនោះវាគឺបានធ្វើឲ្យ Kurt នេះគឺអាចខ្លាយទៅជាបិសាចបានដែលមិនចាំយូរទេគាត់នេះគឺបានប្រើធម្មពលមួយនោះគឺទៅលើ Kurt តែម្ដងក្រោយមកទៀតដែលសាច់រឿងគឺបានកាត់ទៅក្រុមរបស់ Sin វិញដែល Sin នេះគឺបាននិយាយអំពីរឿងរ៉ាវផ្សេងផងដែរនៅពេលដែលគាត់នេះគឺនៅតូចតែជួបអ្វីខ្លះបើនិយាយចំទៅនៅក្នុងអាយុ10ឆ្នាំគាត់នេះគឺបានសម្លាប់ជាមួយនឹងបិសាចខ្លាឃ្មុំយ៉ាងធំមួយក៏ប៉ុន្តែវាគ្រាន់តែជាខ្លាឃ្មុំធម្មតាតែប៉ុណ្ណោះដល់អញ្ចឹងទៅក្រុមរបស់ Sin គឺពិតជាកាងខ្លាំងមែនទែនអាខ្លាឃ្មុំមួយនេះគឺធម្មតាសម្រាប់ Sin នោះទេក៏ប៉ុន្តែសម្រាប់ពួកគេវិញគឺមិនមែនធម្មតាដូចជាស៊ីនបានគិតនោះឡើយដល់អញ្ចឹងទៅពួកគេគឺបាននិយាយទៅកាន់ស៊ីនថាមើលទៅស៊ីននឹងគឺមិនមនុស្សធម្មតានោះទេគឺសាហាវដល់ហើយនៅពេលដែលក្រុមរបស់ស៊ីនគឺបានដើរចេញពីកន្លែងញ៉ាំបាយមួយនឹងដែលពួកគេនឹងគឺបាននិយាយលេងសើចផងដែរក៏ប៉ុន្តែបើសិនជាមើលទៅកាន់ស៊ីនណាគាត់គឺបានដឹងថាមានអ្វីមួយគឺកើតឡើងដែលរបស់ស៊ីននឹងគឺអត់ខុសនោះទេអ្នកដែលបានមកដល់នោះគឺជាខឺតដែលពេលនេះគាត់នឹងគឺសឹងតែខ្លាចជាបិសាចបាត់ទៅហើយដែលមិនចាំយូរទៀតខឺតនឹងគឺបានប្រើជាមួយនឹងធម្មពលរបស់គេនឹងគឺបាញ់ទៅកាន់ក្រុមរបស់ស៊ីនទៅក៏ប៉ុន្តែត្រូវបានស៊ីននឹងគឺរោមជាប់ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ហើយស៊ីននឹងក៏ត្រូវរបួសខ្លាៗផងដែរដោយសារតែគាត់នឹងគឺមិនបានត្រៀមខ្លួនទុកមុនក៏ប៉ុន្តែអ្វីដែលពិសេសណាខ្លួនប្រាណរបស់ស៊ីនគឺមិនធម្មតានោះទេដែលវាគឺព្យាបាលអូតូតែម្ដងបើមើលទៅកាន់ខឺតវិញណាដែលគេគឺប្រើខ្លាយទៅជាបិសាចនឹងគឺ 90% ហើយប្រហែលជាគេនឹងគឺមិនអាចខ្លាចជាមនុស្សវិញបាននោះទេដោយឃើញបែបហ្នឹងស៊ីនគឺបានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាឲ្យរត់ទៅចំណែកឯខឺតវិញទៅឲ្យគាត់ជាអ្នកចាប់ការសូម្បីតែព្រះអង្គម្ចាស់ក៏យល់ឃើញអញ្ចឹងផងដែរដែលគាត់គឺបាននិយាយថាច្បាស់ណាស់បើសិនជាពួកយើងគឺនៅកន្លែងហ្នឹងទៀតប្រៀបបានដូចជាពួកយើងនឹងគឺរំខានទៅកាន់ស៊ីនអញ្ចឹងនៅពេលដែលក្រុមរបស់គាត់គឺចេញអស់ហើយដោយស៊ីននឹងគឺរៀងធូរចិត្តផងដែរនៅពេលនេះគាត់គឺអាចប្រយុទ្ធជាមួយនឹងខឺតដោយស្រួលខ្លួនហើយនៅពេលនេះដោយការវិភាគរបស់ពួកគេទាំងពីរគឺបានចាប់ផ្ដើមដោយខឺតគឺបានរត់វិភាគទៅកាន់ស៊ីនគាត់ក៏ចាំយូរនោះទេគឺបានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់ត្រៀមផងដែរនៅពេលដែលខឺតរត់មកគឺបានបាញ់ជាមួយនឹងធម្មពលយ៉ាងខ្លាំងមួយទៅកាន់ស៊ីនក៏ប៉ុន្តែត្រូវបានស៊ីនកិច្ចចេញក៏ដូចជាគាត់នេះគឺបានប្រើជាមួយនឹងធម្មពលរបស់គាត់គឺបាញ់ទៅកាន់ខឺតវិញផងដែរក៏ប៉ុន្តែដោយស៊ីននេះគឺបានប្រើជាមួយនឹងធម្មពលរបស់គាត់គឺតិចតួចនោះទេដោយសារគាត់គឺគិតថាគាត់ប្រហែលជាអាចជួយឲ្យខឺតនឹងគឺអាចរស់ឡើងវិញបានក៏ដូចជាខ្លាយជាមនុស្សវិញបានក៏ប៉ុន្តែបើសិនជាមើលទៅកាន់ខឺតវិញណាដោយគេនឹងគឺថាអត់ខ្វល់នោះទេអ្វីដែលខឺតគិតនៅពេលនេះគឺគ្រាន់តែចង់សម្លាប់ទៅកាន់ស៊ីនតែប៉ុណ្ណោះអញ្ចឹងទៅខឺតគឺបានបញ្ចេញជាមួយនឹងធម្មពលបន្ថែមទៀតទៅដោយសារតែឃើញខឺតបែបហ្នឹងដោយស៊ីនក៏គឺបានគិតក្នុងចិត្តថាប្រហែលជាគាត់នឹងគឺមិនអាចជួយទៅកាន់ខឺតបានទៀតនោះទេមើលទៅដោយសារតែខឺតគឺបានប្រែខ្លាយជាបិសាច 100% បាត់ទៅហើយមិនចាំយូរទៀតស៊ីនគឺសម្រាប់ចិត្តដកជាមួយនឹងដាយធម្មពលរបស់គាត់គឺចេញមកហើយគាត់គឺបានប្រើជាមួយនឹងវេទមន្តធម្មពលដាក់លើជើងក៏ដូចជាហក់ទៅកាប់ទៅកាន់ខឺតទៅដោយម្ដងមួយហ្នឹងខឺតក៏ដូចជាមិនអាចឈរនៅនឹងទៀតនោះទេដោយខឺតនឹងគឺបានស្លាប់បាត់ទៅបើមើលទៅកាន់ស៊ីនវិញទោះជាគាត់គឺបានសម្លាប់ទៅកាន់ខឺតក៏ដោយក៏ប៉ុន្តែគាត់គឺអត់សប្បាយចិត្តនោះទេគាត់គឺសន្យាថាមិនចង់សម្លាប់មនុស្សឡើយតែឥឡូវគាត់គឺបានសម្លាប់ទៅកាន់មនុស្សបាត់ទៅហើយបន្ទាប់ពីនេះដែលក្រុមរបស់ស៊ីននឹងគឺបានមកវិញផងដែរនៅពេលដែលពួកគេគឺបានឃើញថាស៊ីនក៏ដូចជាស្ងួតស្ងាត់បែបហ្នឹងពួកគេគឺបានលើកទឹកចិត្តទៅកាន់ស៊ីនថាមិនអីនោះទេនៅពេលនេះស៊ីនគឺបានធ្វើវាយ៉ាងល្អទៅហើយដោយសារតែគាត់គឺសម្លាប់ទៅកាន់គេក៏ព្រោះតែគាត់នឹងគឺចង់ការពារមកកាន់មិត្តភ័ក្តិរបស់គាត់តែប៉ុណ្ណោះណាមួយខឺតនឹងក៏មិនមែនជាមនុស្សផងដែរដោយគេនឹងគឺបានខ្លាចទៅជាបិសាចបាត់ទៅហើយនៅក្នុងអេពីសូតមួយនេះដែលយើងគឺបានដឹងថាអ្នកដែលនៅពីក្រោយរឿងខឺតនឹងគឺជា Oliver នឹងឯងបើសិនបើក្លេចចាំមើលស៊ីនវិញដែលគាត់គឺមានអារម្មណ៍ថារឿងរ៉ាវទាំងអស់នឹងវាគឺកើតឡើងកាន់តែពិបាកទៅហើយសូម្បីតែក្រុមរបស់ស៊ីនផ្សេងៗក៏បាននិយាយអំពីរឿងខឺតផងដែរច្បាស់ណាស់អ្នកដែលនៅពីក្រោយខឺតមិនមែនជាមនុស្សធម្មតាដូចជាពួកគេបានគិតនោះទេក្រោយមកទៀតដែលក្រុមរបស់ស៊ីនគឺបានដើរទៅកន្លែងមួយដែលស្ដេចគឺរងចាំនៅកន្លែងហ្នឹងផងដែរដោយស្ដេចគឺបាននិយាយទៅកាន់ស៊ីនថាក៏ប៉ុន្តែស៊ីននឹងគឺបានវិភាគជាមួយនឹង3សាច់ដើម្បីការពារទៅកាន់មិត្តរួមក្រុមរបស់គាត់ចឹងហើយគាត់នឹងគឺចោលបង្គោលមេដៃមួយឲ្យទៅកាន់ស៊ីនដែលវាគឺប្រៀបបានជារង្វើលមួយអញ្ចឹងដើម្បីឲ្យទៅកាន់ស៊ីននឹងឯងដោយលឺបែបហ្នឹងស៊ីនក៏រៀងកាំងផងដែរដែលគាត់នឹងគឺមិននៅស្មានថាស្ដេចនឹងគឺលេងឲ្យមេដៃមកកាន់គាត់បែបហ្នឹងនោះទេចំណែកអ្នកផ្សេងទៀតក៏រៀងសប្បាយចិត្តចំនួនស៊ីនផងដែរនៅថ្ងៃស្អែកគឺបានមកដល់នៅពេលដែលស៊ីននេះគឺបានដើរតាមផ្លូវដែលគ្រប់គ្នាគឺមើលទៅកាន់ស៊ីនប្រៀបបានដូចជា idol របស់ពួកគេអញ្ចឹងដោយសារតែស៊ីននេះគឺបានកម្ចាត់ទៅកាន់3សាច់នៅពេលនេះដែល fan របស់ស៊ីននឹងគឺថាមិនមែនតិចនោះទេគឺឡើងច្រើនអ្នកតែម្ដងក្រៅពីនេះទៀតក្រុមរបស់ស៊ីនគឺទទួលបានជាមួយនឹងសមាជិកថ្មី2នាក់ទៀតដែល2នាក់ទៀតនឹងគឺជាមនុស្សដែលមានសមត្ថភាពខ្លាំងនឹងឯងដែលពួកគេគឺអាចចូលជាមួយនឹងថ្នាក់ S rank បានបន្ទាប់ពីពួកគេគឺបានណែនាំឈ្មោះហើយស៊ីនក៏គឺបាននិយាយថាក៏គឺមានអារម្មណ៍ថាចង់ធ្វើជាមួយនឹងដាយថ្មីមួយដល់អញ្ចឹងទៅមិត្តរួមក្រុមថ្មីរបស់គាត់ម្នាក់គឺបាននិយាយថាមិនអីនោះទេឲ្យដាយនឹងគឺមកកាន់គាត់មកដោយសារតែឪពុករបស់គាត់គឺជាអ្នកកែច្នៃដាវអីនឹងឯងដែលមិនចាំយូរទៀតស៊ីនគឺបានដកដាវរបស់គាត់ឲ្យទៅកាន់បារម្ភអ្នកនឹងតែម្ដងទៅហើយស៊ីនគឺបាននិយាយបន្តទៀតថាមិនអីនោះទេចាំពួកគេនឹងទៅកន្លែងនឹងទាំងអស់គ្នាតែម្ដងស្អីរឿងគឺបានកាត់ទៅកន្លែង Oliver វិញដែលគាត់នឹងគឺបានធ្វើជាមួយនឹងរឿងចម្លែកទៀតហើយដែលគាត់គឺបានហាយជាមួយនឹងបារម្ភ2នាក់គឺមកជួបគាត់ខ្ញុំគឺសូមអធិស្ឋានផងគឺមិនមែនគាត់ហាយនោះទេដែលបារម្ភ2នាក់នឹងគឺជាកងទ័ពរបស់រាជវាំងដែលពួកគេមកទីនេះដើម្បីស៊ើបអង្កេតទៅកាន់ Oliver ច្បាស់ណាស់នៅពេលនេះរាជធានីកំពុងតែសង្ស័យទៅកាន់ Oliver ចឹងហើយពួកគេគឺចង់អញ្ជើញ Oliver នឹងគឺទៅកាន់កន្លែងសួរចម្លើយបើសិនជាកលេចមើលទៅកាន់ក្រុមរបស់ស៊ីនវិញដែលពួកគេនឹងគឺកំពុងតែនិយាយគ្នាលេងពីនេះពីនោះផងដែរក៏ប៉ុន្តែបើសិនជាមើលទៅកាន់ស៊ីនក៏ដូចជាសេសលៀននឹងគឺកាន់តែស្និទ្ធស្នាលគ្នាជាងមុនទៀតហើយដោយស៊ីនគឺបាននិយាយអំពីរឿងដាវផ្សេងៗនឹងគឺទៅកាន់សមាជិកថ្មីរបស់គាត់ផងដែរស្អីឬក៏បានកាត់ទៅកន្លែង Oliver វិញដែលពេលនេះកងទ័ពក៏បាននាំគាត់នឹងគឺទៅដល់កន្លែងមួយផងដែរនៅពេលដែលពួកគេគឺនាំ Oliver ទៅដល់កន្លែងហ្នឹងកងទ័ពយ៉ាងច្រើនគឺបានចេញមកតែម្ដងដើម្បីចាប់ទៅកាន់ Oliver បើមើលទៅកាន់ Oliver វិញដែលគាត់គឺបានដឹងផងដែរថាផែនការរបស់គាត់នៅពេលនេះវាគឺបានបែកធ្លាយអស់ហើយចឹងគាត់គឺបានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់ដើម្បីរត់ចេញដោយពេលនេះការប្រយុទ្ធរវាងកងទ័ពជាមួយនឹង Oliver គឺបានចាប់ផ្ដើមចំណែកឯកាត់ទៅខាងក្រៅវិញដែលបានឃើញថាក្រុមរបស់ស៊ីនក៏ដើរកាត់តាមនឹងផងដែរដោយបានឮការវាយប្រហារគ្នាស៊ីនក៏ដូចជាព្រះរាជបុត្រនេះគឺបានដើរទៅមើលផងដែរគាត់គឺបានឃើញថា Oliver នឹងគឺកំពុងតែវាយជាមួយនឹងកងទ័ពដោយនៅពេលនេះក្រុមកងទ័ពរបស់រាជធានីមិនមែនជាដៃគូរបស់ Oliver នោះទេអញ្ចឹងដល់ចាំយូរទៀតនោះឡើយដែលស៊ីនគឺបានចូលទៅប្រយុទ្ធជាមួយនឹង Oliver មួយស្មើតែម្ដងដោយស៊ីនគឺបានប្រើជាមួយនឹងធម្មពលវេទមន្តរបស់គាត់នេះគឺបានទៅកាន់ Oliver ក៏ប៉ុន្តែត្រូវបាន Oliver នឹងគឺរងជាប់មិនចាំយូរទៀតស៊ីននឹងគឺបានលោតចូលដើម្បីវិភាគទៅកាន់ Oliver ផងដែរដល់ពេលវាយមួយសន្ទុះទៅ Oliver គឺមានអារម្មណ៍ថាស៊ីននឹងគឺមិនអន់នោះឡើយអញ្ចឹងហើយប្រហែលជាគាត់ក៏មិនអាចយកឈ្នះទៅកាន់ស៊ីនបានដូចគ្នាដោយមិនចាំយូរទៀត Oliver គឺបានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់យ៉ាងខ្លាំងពេញនឹងតែម្ដងដោយស៊ីនគឺបានឃើញបែបហ្នឹងហើយគាត់
រៀងភ័យបន្តិចដែរណាស៊ីនគឺបានប្រើជាមួយនឹងធម្មពលរបស់គាត់គឺបានទៅកាន់ Oliver ក៏តែត្រូវបាន Oliver នឹងគឺគេចផុតនៅពេលដែល Oliver គឺភ្លេចខ្លួនណាស៊ីនគឺបានប្រើជាមួយនឹងធម្មពលរបស់គាត់យ៉ាងច្រើនដើម្បីសម្លាប់ក៏ដូចជាហុំព័ទ្ធទៅកាន់ Oliver ផងដែរដែលមិនចាំយូរទៀតស៊ីនគឺបានប្រើធម្មពលរបស់គាត់ទាំងអស់នឹងគឺបានប្រហារវាទៅកាន់ Oliver តែម្ដងបន្ទាប់ពីការវាយប្រហារមួយនេះចប់ដែលបានឃើញថា Oliver នឹងគឺបាត់ឈឹងតែម្ដងអត់ដឹងថាគាត់នឹងគឺទៅណានោះទេបន្ទាប់ពីការវាយប្រហារមួយនេះស៊ីនគឺមានអារម្មណ៍ថាគាត់គឺនៅអត់ស្ងប់នោះទេដោយសារតែ Oliver គឺបានរួចផុតពីការវាយប្រហាររបស់គាត់នៅពេលនោះបារម្ភម្នាក់គឺបានលេចឡើងតែម្ដងដែលគាត់គឺពិតជាថ្លែងអំណរគុណទៅកាន់ស៊ីនខ្លាំងមែនទែនដោយសារតែស៊ីនគឺបានជួយទៅកាន់ប្រទេសជាតិរបស់ពួកគាត់ក៏ម្ដងទៀតហើយនៅពេលដែលស៊ីនគឺបាននិយាយជាមួយនឹងបារម្ភពីរនាក់នឹងរួចហើយគាត់នឹងគឺបានបែរមើលទៅក្រោយនិងគាត់គឺមានអារម្មណ៍ថាច្បាស់ណាស់ Oliver នឹងមកសងសឹកគាត់នៅពេលក្រោយជាមិនខានហើយគាត់ក៏ទៅត្រៀមខ្លួនជាមួយនឹងរឿងទាំងអស់នេះផងដែរដោយសារតែការប្រយុទ្ធរវាងស៊ីនជាមួយនឹង Oliver បែបនេះហើយទៅធ្វើឲ្យសាច់រឿងនៅក្នុងអេពីសូតនេះក៏មានតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះបាយឡើងនៅពេលដែលស៊ីនគឺដើរជាមួយនឹងក្រុមរបស់គាត់ដែលដើរនឹងគឺថាដើរទៅធ្វើដើរនៅផ្ទះមិត្តភ័ក្តិរបស់គាត់នឹងឯងណាមួយដែលកន្លែងធ្វើដើរមួយនឹងគឺជាកន្លែងធ្វើដើររបស់ឪពុកមិត្តភ័ក្តិរបស់គាត់ដោយស៊ីនក៏គឺបានគិតអំពីរឿងរ៉ាវអំពីម្សិលមិញផងដែរច្បាស់ណាស់ Oliver គឺមិនងាយស្លាប់ងាយនោះទេគាត់គិតតែបារម្ភថា Oliver នឹងមកសងសឹកទៅកាន់ពួកគេទៀតដោយព្រះរាជបុត្រនេះគឺបានលើកទឹកចិត្តទៅកាន់ស៊ីនផងដែរថាវាមិនអីនោះទេស៊ីននឹងគឺបានធ្វើវាយ៉ាងល្អទៅហើយមិនយូរប៉ុន្មានដែលពួកគេនឹងគឺបានដើរមកដល់កន្លែងធ្វើដើរហើយចំណែកឯអ្នកគ្រប់គ្រងនៅកន្លែងធ្វើដើរមួយនឹងគ្រាន់តែបានដឹងថាព្រះរាជបុត្រក៏ដូចជាអ្នកក្លាហាននឹងគឺមកកន្លែងគាត់ភ្លាមគាត់គឺពិតជាស្លន់ខ្លាំងមែនតើអញ្ចឹងតែគាត់ក៏ពិតជាសុំទោសខ្លាំងមែនតើដោយសារតែគាត់នឹងគឺអត់បានរៀបចំអីនោះទេហើយគាត់នឹងក៏គោរពទៅកាន់ព្រះរាជបុត្រផងដែរព្រះរាជបុត្រគាត់គឺបាននិយាយទៅកាន់បារម្ភម្នាក់នោះថាវាមិនអីនោះទេគាត់នឹងគឺគ្រាន់តែធ្វើដើរឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់ដែលជាស៊ីននឹងទៅបានហើយដល់អញ្ចឹងទៅបារម្ភម្នាក់នឹងគឺបាននិយាយថាមិនអីនោះទេចាំគាត់នឹងខំប្រឹងធ្វើដើរដ៏ល្អឥតខ្ចោះមួយសម្រាប់ស៊ីនសាច់រឿងក៏បានកាត់ទៅកាន់នគរមួយទៀតវិញដែលបានឃើញថាពួកគេនឹងគឺកំពុងតែនិយាយអំពីរឿងអ្វីមួយយ៉ាងបើកន្លែងមើលមកកាន់ក្រុមស៊ីនវិញណាដែលគាត់គឺបានចេញពីកន្លែងធ្វើដើរហើយដែលស៊ីនគឺបានដឹងផងដែរថាកន្លែងមួយនេះក៏មានលក់ជាមួយនឹងគ្រឿងអលង្ការដូចគ្នាដល់ចឹងទៅស៊ីនគឺសម្រាប់ចិត្តថានឹងទិញវាឲ្យទៅកាន់សេស៊ីលីតែម្ដងលើបែបហ្នឹងសេស៊ីលីគឺថាគិតតែម្នាក់ឯងថាប្រហែលជាស៊ីននេះគឺសុំនាងរៀបកាយដល់ចឹងទៅនាងគឺបាននិយាយប្រេះប្រាស់ជាច្រើនដោយសារតែសេស៊ីលីនឹងគឺគិតច្រើនពេកស៊ីនក៏គឺបាននិយាយទៅកាន់នាងថាគាត់គឺគ្រាន់តែទិញឲ្យនាងក្នុងនាមជាធម្មតាតែប៉ុណ្ណោះបែបថាទិញឲ្យធម្មតាអត់មែនសុំរៀបការចឹងទៅដែលធ្វើឲ្យសេស៊ីលីក៏ពិតជាកាំងខ្លាំងមែនទែនដល់ពេលអ្នកផ្សេងវិញណាគឺបានធ្វើមុខកញ្ញើទៅកាន់ស៊ីននោះដែលធ្វើឲ្យស៊ីនគឺពិតជាឆ្ងល់ខ្លាំងមែនទែនតែគាត់នឹងគឺធ្វើអីខុសមែនក៏តែបើមើលទៅកាន់សេស៊ីលីណានាងក៏រៀងអន់ចិត្តបន្តិចផងដែរហ្នឹងណាដើម្បីកុំឲ្យសេស៊ីលីនឹងគឺអន់ចិត្តច្រើនដែលស៊ីនគឺបាននាំសេស៊ីលីនឹងគឺទៅទិញគ្រឿងអលង្ការតែម្ដងបន្ទាប់ពីទិញបានហើយដែលស៊ីនគឺសម្រេចចិត្តថាគាត់នឹងពាក់វាឲ្យទៅកាន់សេស៊ីលីដោយផ្ទាល់ដៃតែម្ដងដើម្បីបញ្ជាក់ពីការស្រឡាញ់អីចឹងទៅបើមើលទៅកាន់ពួកគេទាំងពីរគឺពិតជា sweet ខ្លាំងមែនទែននៅថ្ងៃស្អែកគឺបានមកដល់នៅពេលដែលស៊ីននឹងគឺទទួលបានជាមួយនឹងមេដៃដើម្បីទទួលនាមជាវីរបុរសអីចឹងទៅក៏តែបើសិនជាកលេចមើលទៅកាន់ស៊ីនណាគាត់ក៏ពិតជាភ័យខ្លាំងមែនតើដោយសារតែគាត់នឹងគឺអត់ដែលទទួលបានជាមួយនឹងរឿងរ៉ាវអញ្ចឹងនោះទេហើយគាត់ក៏រៀងភ័យដែរនៅពេលដែលឃើញថាមនុស្សគឺច្រើនបែបហ្នឹងក្រោយមកទៀតដោយស្រេចគឺបានបំពាក់ជាមួយនឹងមេដៃមួយនឹងឲ្យទៅកាន់ស៊ីនទៅថ្ងៃចូលរឿងគឺបានមកដល់នៅពេលដែលស៊ីននឹងគឺដើរទៅដល់មុខផ្ទះក៏ដូចជាបើកទ្វារគាត់គឺបានឃើញថា fan ជាច្រើននឹងគឺរត់មករកគាត់តែម្ដងដោយនៅពេលនេះស៊ីនគឺប្រៀបបានដូចជាតារាម្ដងទៀតអញ្ចឹងដល់អញ្ចឹងទៅស៊ីនគឺថាបិទទ្វារឲ្យលឿនតែម្ដងដោយគាត់នឹងគឺរៀងបន្តិចផងដែរហ្នឹងណាដោយសារតែ fan របស់គាត់នឹងគឺថាច្រើនពេកយកស៊ីងគឺគ្មានជំរឿននោះទេក្រៅពីបើកជាមួយនឹង portal របស់គាត់ម្ដងទៀតច្បាស់ណាស់បើសិនជាគាត់នឹងគឺហ៊ានទៅដើរផ្លូវធម្មតាក៏ដឹងតែចប់ហើយដោយសារ fan របស់គាត់គឺមិនតិចនោះឡើយដោយសារតែការប្រាំថាអំពើថ្មីនៃ portal មួយនេះហើយដែលធ្វើឲ្យសមាជិកថ្មីរបស់ស៊ីងគឺពិតជាឆ្ងល់ខ្លាំងមែនតើដោយនាងគឺអត់ដឹងនោះទេថាស៊ីងនឹងគឺមានថាអំពើមែនទៅមិនក៏គាត់នឹងគឺអាចប្រើបានថាអំពើផ្លែករហូតអញ្ចឹងនៅពេលដែលពួកគេនឹងគឺទៅដល់សាលារៀនដែលស៊ីងនឹងគឺបានឡើងទៅលើក្តារខៀនប៉ុន្តែក៏ដូចជាបាននិយាយថាចាប់ពីថ្ងៃនេះទៅឲ្យគាត់នឹងគឺជាអ្នកបង្ហាត់ទៅកាន់ពួកគេដោយផ្ទាល់ដៃច្បាស់ណាស់ Oliver គឺមិនទាន់ស្លាប់នោះទេអញ្ចឹងរឿងរ៉ាវអាក្រក់នៅខាងមុខពួកគេក៏មិនអាចមើលឃើញផងដែរមានតែការព្យាយាមនិងការតស៊ូធ្វើឲ្យខ្លួនឯងខ្លាំងនោះទេទើបពួកគេគឺអាចការពារទៅកាន់ខ្លួនឯងបានបន្ទាប់ពីនិយាយចប់ដល់មកអនុវត្តម្ដងដោយស៊ីងគឺបានប្រើឲ្យពួកគេនេះគឺបានជាមួយនឹងសៀលធម្មពលអីចឹងទៅហើយគាត់នេះគឺបានទៅមើលវាផងដែរនិងបានបញ្យល់ណែនាំទៅកាន់ពួកគេបន្ថែមទៀតបន្ទាប់ពីការបញ្យល់យ៉ាងច្រើនមកស៊ីងគឺសម្រេចចិត្តថានឹងបញ្ចេញជាមួយនឹងធម្មពលរបស់គាត់ឲ្យទៅកាន់ពួកគេមើលតែម្ដងថាវានឹងគឺខ្លាំងប៉ុណ្ណានៅពេលដែលស៊ីងគឺបានបញ្ចេញមកដែលបានឃើញថាចំហាយមួយនឹងគឺមិនមែនខ្សោយនោះទេដែលវាគឺពិតជាខ្លាំងមែនតើដែលធ្វើឲ្យអ្នកផ្សេងទៀតនឹងគឺសឹងតែបាក់ស្បាតទៅហើយនៅពេលដែលស៊ីនគឺបញ្ឈប់ជាមួយនឹងធម្មពលរបស់គាត់វិញណាដែលសមាជិកក្រុមរបស់ស៊ីននឹងគឺថាម្នាក់គឺទុនជង្គង់តែម្ដងមិននឹកស្មានថាធម្មពលរបស់ស៊ីនគឺខ្លាំងបែបហ្នឹងនោះទេបន្ទាប់ពីនេះដែលស៊ីនគឺបានបញ្យល់ទៅកាន់ពួកគេបន្ថែមជាច្រើនទៀតទៅសាច់រឿងគឺបានកាត់ទៅកន្លែង Oliver វិញដែលបានឃើញថាគេនឹងគឺពិតជាត្រូវរបួសខ្លាំងមែនតើបន្ទាប់ពីការបញ្យល់ជាមួយនឹងស៊ីនដូចជាស៊ីនគឺបានកិនចឹង Oliver គឺមិនងាយស្លាប់ដោយងាយនោះទេចំណែកឯម្នាក់ស្រីដែល
នៅចិត្ត Oliver វិញដែលនាងគឺជាកូនចៅរបស់ Oliver នឹងឯងដែលពួកគេទាំងពីរគឺបាននិយាយអំពីសង្គ្រាមផងដែរមិនយូរនោះទេសង្គ្រាមទាំងពីរប្រទេសគឺនឹងចាប់ផ្ដើមចឹងហើយពួកគេច្បាស់ជាមានផែនការអ្វីមួយទៀតហើយក្រោយមកទៀតដោយសាររឿងគឺបានកាត់ទៅកាន់ផ្ទះរបស់ Sin វិញដែលគាត់គឺបាននិយាយប្រាប់ទៅកាន់លោកតាក៏ដូចជាលោកយាយរបស់គាត់ផងដែរថានៅពេលនេះគាត់នឹងគឺចាប់បង្ហាត់ទៅកាន់មិត្តភ័ក្តិរបស់គាត់ឲ្យកាន់តែខ្លាំងច្បាស់ណាស់នៅពេលនេះពួកគេគឺពិតជាខ្សោយខ្លាំងមែនទែនមិនអាចជួយឈ្នះទៅកាន់ក្រុមសត្រូវនោះទេដោយសារតែសង្គ្រាមនឹងគឺជិតមកដល់ហើយអញ្ចឹងទៅគាត់នឹងគឺចាប់បង្រៀនទៅកាន់ពួកគេឲ្យកាន់តែខ្លាំងជាងមុននិងអាចការពារទៅកាន់ខ្លួនឯងបានដោយលើអំពីការតាំងចិត្តរបស់ពួកគេហើយដែលលោកតារបស់ Sin គឺបានជួយណែនាំទៅកាន់ពួកគេក៏ដូចជាលើកទឹកចិត្តទៅកាន់ពួកគេបន្ថែមទៀតផងដែរនៅពេលយប់គឺបានមកដល់ដែលលោកតាក៏ដូចជាលោកយាយរបស់ Sin គឺបាននិយាយគ្នាតែពីរនាក់ផងដែរដែលពួកគាត់នឹងគឺនិយាយអំពីរឿងសង្គ្រាមនឹងឯងចំណែកអាវុធរបស់ Sin វិញដែលត្រូវបានជួយចូលរួចហើយអញ្ចឹងទៅ Sin គឺបានអរគុណទៅកាន់បរិសុទ្ធអ្នកនឹងខ្លាំងមែនទែននៅពេលដែលគាត់នឹងគឺសាក់យកវាមកប្រើដោយ Sin គឺពិតជាពេញចិត្តជាមួយនឹងអាវុធមួយនឹងមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅពេលដែល Sin គឺបានចេញពីកន្លែងមួយនឹងគាត់គឺបានទិញជាមួយនឹងសៀលផ្សេងៗឲ្យទៅកាន់មិត្តរួមក្រុមរបស់គាត់ផងដែរច្បាស់ណាស់ដែលរបស់ទាំងអស់នឹងវាក៏សំខាន់ផងដែរនៅក្នុងការធ្វើសង្គ្រាមវាគឺជួយឲ្យពួកយើងគឺមាន defense ខ្លាំងជាងមុនដោយសារតែការទិញរបស់ Sin មួយនោះឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់ហ្នឹងហើយទៅធ្វើឲ្យសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏ចប់ត្រឹមតែប៉ុណ្្នឹងផងដែរបានឡើងនៅក្នុងអេពីសូតមួយនេះដែលបានឃើញអំពីស្ដេចនៅប្រទេសមួយទៀតដែលនៅពេលនេះគាត់ក៏ពិតជាខឹងខ្លាំងមែនទែនដែលបានដឹងថាកូនចៅចំណិតរបស់គាត់គឺបានក្បត់ទៅកាន់គាត់ចំណែកឯប្រទេសរបស់គាត់វិញគឺខ្ទេចសឹងតែទាំងមូលទៅហើយដោយសារតែនៅពេលនេះបិសាចគឺកំពុងតែអុកឡុកនៅក្នុងប្រទេសរបស់គាត់ដោយរឿងរ៉ាវទាំងអស់ហ្នឹងគឺកើតឡើងអត់មានអ្នកគេឆ្ងាយជាអ្នកបង្កើតនោះទេគឺជា Oliver នឹងឯងគឺជាអ្នកដែលនៅពីក្រោយរឿងទាំងអស់ហ្នឹងហើយរឿងគឺបានកាត់ទៅស្ដេចនៅក្នុងប្រទេសមួយនេះវិញដែលគាត់ក៏ពិតជាខឹងច្រឡោតខ្លាំងមែនទែនក៏ដូចជាបានដើរទៅកន្លែងមួយផងដែរនៅពេលដែលដើរទៅដល់ដែលគាត់ក៏ពិតជាគាំងក៏ដូចជាភ័យខ្លាចខ្លាំងមែនទែនដោយសារតែ Oliver ក៏នៅកន្លែងហ្នឹងផងដែរដែលគាត់គឺកំពុងតែអង្គុយនៅលើកៅអីដោយមិនចង់សាន់ញ៉ាំច្រើនទៀត Oliver គឺបានប្រើជាមួយនឹងធម្មពលវេទមន្តរបស់គាត់ដើម្បីសម្លាប់ទៅកាន់ស្ដេចបាត់ទៅចំណែកឯប្រទេសមួយនេះវិញនឹងត្រូវបាន Oliver គឺជាអ្នកគ្រប់គ្រងម្ដងចំណែកឯប្រជាជននៅក្នុងប្រទេសមួយនេះវិញគឺត្រូវបាន Oliver គឺជប់ឲ្យពួកគេនឹងគឺខ្លាចទៅជាបិសាចសឹងតែទាំងអស់គ្នាទៅហើយហើយរឿងក៏បានកាត់ទៅកាន់រាជធានីរបស់ Sin វិញម្ដងដែលបានឃើញថាស្ដេចក៏ដូចជាកូនចៅរបស់គាត់នឹងគឺបានប្រជុំអំពីរឿងរ៉ាវអ្វីមួយយ៉ាងហើយរឿងក៏បានកាត់ទៅ Sin ម្ដងដែលនៅពេលនេះលោកគ្រូក៏ចង់ឲ្យសាលារបស់ពួកគេគឺរួបរวมគ្នាជាមួយនឹងសាលាមួយទៀតគឺជាសាលាដោយប្រើកុនដាវច្បាស់ណាស់មូលហេតុដែលគាត់គឺធ្វើបែបនេះក៏ព្រោះតែចង់ឲ្យសាលារបស់គាត់និងសាលាមួយទៀតគឺចេះរួបរวมសាមគ្គីគ្នាក៏ប៉ុន្តែបើសិនជាកលេចមើលទៅកាន់ក្រុមរបស់ Sin វិញណាដែលពួកគេក៏ដូចជាមិនសប្បាយចិត្តនៅក្នុងការរួបរวมនេះនោះទេដោយសារតែពួកគេគឺបានដឹងថាសាលាអ្នកកុនដាវនឹងក៏ចូលចិត្តមកកាន់ពួកគេមកនោះឡើយដោយក្រុមរបស់ Sin គឺបាននិយាយដើមអ្នកដែលប្រើកុនដាវនៅក្នុងសាលាមួយនោះផងដែរដែលសាលាមួយនឹងគឺប្រើតែលើកម្លាំងសុទ្ធនោះទេក៏ប៉ុន្តែបើថាការកើតវិញគឺគ្មាននោះទេមិនត្រឹមតែប៉ុណ្ណឹងនោះទេដែលពួកគេនឹងគឺបាននិយាយដើមអំពីសាលាមួយនេះយ៉ាងច្រើនទៀតផងឲ្យទៅកាន់ Sin ស្ដាប់មិនយូរប៉ុន្មានថ្ងៃដែលពួកគេគឺជួបជុំគ្នាគឺបានមកដល់ដោយនៅពេលនេះពួកគេនឹងគឺកំពុងតែជួបជុំគ្នាក៏ដូចជាចាប់ក្រុមគ្នាបើមើលទៅកាន់សាលាអ្នកគុនដាវវិញណាក៏ដូចជាមិនសូវចូលចិត្តក្រុមរបស់ Sin នោះទេដូចជាក្រុមរបស់ Sin គឺបានគិតអំពីម្សិលមិញអញ្ចឹងសូម្បីតែការជីនតែនឹងក៏ពួកគេមិននិយាយគ្នាផងដែរដោយសារតែស្កាត់យូរពេកបរិមម្នាក់គឺបានណែនាំជាមួយនឹងឈ្មោះរបស់គាត់ដោយលឺអញ្ចឹងអ្នកផ្សេងទៀតគឺបានណែនាំជាមួយនឹងឈ្មោះរបស់ពួកគេផងដែរដោយ Sin នឹងគឺបាននិយាយជាមួយនឹងរឿងរ៉ាវមួយផងដែរនៅពេលដែលក្រុមមួយទៀតគឺលើបែបហ្នឹងណាដែលពួកគេនឹងគឺបានតទៅវិញតែម្ដងក៏ដូចជាបានតសម្ដីគ្នាទៅវិញទៅមកដូចជាក្រុមរបស់ Sin នឹងគឺគិតអំពីម្សិលមិញអញ្ចឹងច្បាស់ណាស់តែពួកគេគឺនិយាយគ្នាគឺដឹងតែតោះពាក្យសម្ដីគ្នាហើយចំណែកឯអ្នកដឹកនាំក្រុមទាំងពីរនេះវិញនោះគឺជាបងប្រុសក៏ដូចជាបងស្រីរបស់ Sin ដែលធ្លាប់ជួប Sin កាលពីមុនចេះតែធ្វើឲ្យ Sin ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើចំណែកឯក្រុមអ្នកកាន់ដាវវិញក៏ឃើញបងប្រុសក៏ដូចជាបងស្រីរបស់ Sin នឹងគឺថារត់ទៅតែម្ដងដោយសារពួកគេនឹងគឺជា fan នឹងឯងដោយឃើញបែបហ្នឹង Sin ក៏រៀងកាំងតិចផងដែរនឹងហើយខ្ញុំសូមបញ្ជាក់ដូចគ្នាដែលពួកគាត់ទាំងពីរគឺមិនមែនជាបងប្រុសក៏ដូចជាបងស្រីបកាយរបស់ Sin នោះទេក៏ប៉ុន្តែដោយសារតែពួកគេគឺធ្លាប់ស្គាល់គ្នាអញ្ចឹងទៅក៏ខ្ញុំហៅថាបងប្រុសក៏ដូចជាបងស្រីហ្មងទៅក្រោយមកទៀតដល់ពេលដែលក្រុមរបស់ Sin គឺចាប់ផ្ដើមធ្វើជាមួយនឹងបេសកកម្មរបស់ពួកគេនៅពេលដែលពួកគេគឺកំពុងតែដើរពួកគេគឺបានជួយជាមួយនឹងជ្រូកព្រៃយ៉ាងធំមួយចុះទៅក្រុមអ្នកកាន់ដាវគឺបានឈោតដើម្បីតតាំងជាមួយនឹងជ្រូកមួយនឹងក៏ប៉ុន្តែដែលពួកគេគឺមិនមែនជាដៃគូរបស់ជ្រូកព្រៃមួយនឹងនោះទេដែលជ្រូកព្រៃមួយនឹងគឺបានបកទៅកាន់ពួកគេធ្វើឲ្យពួកគេនឹងគឺប៉ាងអស់ទៅនៅពេលនោះផងដែរបរិមម្នាក់គឺសឹងតែមានគ្រោះថ្នាក់ទៅហើយដែលមិនចាំយូរទៀត Sin គឺបានដកជាមួយនឹងដាវរបស់គាត់ដើម្បីរត់ទៅជួយនៅពេលដែល Sin គឺបានចេញជាមួយនឹងសកម្មភាពបែបហ្នឹងជ្រូកព្រៃមួយនឹងគឺគ្មានគីឡូអីនោះទេតែម្ដាយនឹងគឺថាស្លាប់បាត់ទៅហើយដោយឃើញបែបហ្នឹងអ្នកផ្សេងទៀតក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើជាមួយនឹងសមត្ថភាពរបស់ Sin ចំណែកឯពួកគេនឹងក៏ត្រូវបានបងស្រីរបស់ Sin គឺស្ដីបន្ទោសឲ្យផងដែរដោយសារតែពួកគេនឹងគឺទៅរបួសចុះទៅ Cecilia នឹងគឺបានតែព្យាបាលឲ្យទៅកាន់ពួកគេក៏តែបើសិនជាមើលទៅកាន់អ្នកដែលប្រែដែរនឹងវិញក៏ដូចជាមិនស្រួលនោះទេដោយសារតែមើលទៅពួកគេក៏ដូចជាក្រាស់ទៅកាន់ Cecilia ក៏ដូចជាចាប់អារម្មណ៍ទៅកាន់ Cecilia នឹងឯងដោយសារតែរឿងរ៉ាវទាំងអស់ហ្នឹងហើយទៅធ្វើឲ្យ Sin នឹងគឺពិតជាគុំខ្លាំងមែនតើណាក៏ដូចជាខឹងផងដែរនៅពេលនោះដល់បរិមម្នាក់គឺបានហុចទឹកឲ្យទៅកាន់ Cecilia ក៏តែត្រូវបាន Cecilia នឹងគឺបដិសេធក៏តែបើមើលទៅកាន់ Sin វិញគឺសឹងតែចង់ទៅសម្លាប់ទៅកាន់បរិមម្នាក់នឹងនោះទេដោយសារតែ Sin ណាគឺថាប្រច័ណ្ឌខ្លាំងពេកចុះនៅពេលនោះបងប្រុសរបស់ Sin គឺបានប្រាប់ទៅកាន់ពួកគេថានៅពេលនេះមានជាមួយនឹង
3សាច់ជាច្រើនគឺបានរត់មកកន្លែងពួកគេហើយដោយសារតែ3សាច់ទាំងអស់ហ្នឹងគឺបានដឹងដល់ច្រើនទៅស៊ីនគឺបានសុំទៅកាន់បងប្រុសរបស់គាត់ជាអ្នកចាប់ការទៅកាន់3សាច់មួយនឹងណាមួយគាត់នឹងគឺចង់បញ្ចេញកំហឹងរបស់គាត់ផងដោយបងប្រុសរបស់ស៊ីននឹងគឺអត់បានហាមឃាត់នោះទេដែលគាត់នឹងគឺឲ្យស៊ីននឹងគឺបធូរដៃផងទៅអ្នកនៅចិត្តនឹងលើបែបហ្នឹងគឺឆ្ងល់តែម្ដងស្អីគេតែបធូរដៃគេទៅដែលបានឃើញថា3សាច់ចចយ៉ាងច្រើនគឺបានបកមកកន្លែងរបស់ស៊ីនក៏ចាំយូរនោះទេទាញជាមួយនឹងធម្មពលរបស់គាត់បើមើលទៅកាន់ស៊ីនណាគាត់ក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់នឹងគឺបានបញ្ចេញកំហឹងហើយដោយមិនចង់សាមញ៉ាំទៀតស៊ីនគឺបានប្រើជាមួយនឹងធម្មពលរបស់គាត់នឹងគឺបាញ់ទៅកាន់ពពួកឆ្កែចចក៏តែបើសិនជាមើលទៅកាន់ការបាញ់ទាំងអស់ហ្នឹងគឺមិនអន់នោះទេមិនត្រឹមតែឆ្កែចចក៏ដូចជាខ្លានឹងគឺស្លាប់នោះទេសូម្បីតែភ្នំនៅចិត្តនឹងក៏សឹងតែខ្ទេចផងដែរដោយចឹងទៅធ្វើឲ្យក្រុមអ្នកកុនដែរនឹងគឺពិតជាភ្ញាក់ផ្អើលតែម្ដងពួកគេក៏មិនស្មានថាធម្មពលរបស់ស៊ីនគឺគួរឲ្យខ្លាចដល់ថ្នាក់នោះទេបើមើលទៅកាន់ព្រៃវិញឡើងខ្ទេចតែម្ដងនៅពេលនោះផងដែរនារីម្នាក់ដែលនៅក្នុងក្រុមកុនដែរនឹងគឺបានមកសុំទោសទៅកាន់ស៊ីនផងដែរអំពីរឿងដែលពួកគេនឹងគឺបានឆ្លោះប្រកែកគ្នានៅលើរទេះដោយនាងគឺពិតជាសុំទោសទៅកាន់ស៊ីនខ្លាំងមែនទែនដែលនៅពេលនោះនាងគឺប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ស៊ីនដោយនាងគឺបានជាបន្ថែមរវាងស៊ីនជាមួយនឹងសេសលីផងដែរដែលធ្វើឲ្យពួកគេទាំងពីរនឹងគឺថាអៀនពេញនឹងតែម្ដងបើមើលទៅកាន់ក្រុមគុនដែរក៏ពិតជាខឹងខ្លាំងមែនទែនប្រហែលជានារីម្នាក់ហ្នឹងគឺនិយាយថាស៊ីនជាមួយនឹងសេសលីនឹងគឺជាគូស្នេហ៍មើលទៅក៏តែបើសិនជាមើលទៅកាន់ស៊ីនក៏ដូចជាសេសលីនឹងគឺនៅតែអៀនទៅកាន់គ្នាដែរនឹងដោយការអេមនឹងហើយដែលធ្វើឲ្យអេពីសូតនេះគឺចប់ត្រឹមតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតនេះដែលបានឃើញថាក្រុមរបស់ស៊ីនក៏ដូចជាក្រុមរបស់អ្នកប្រាដែរនឹងគឺនៅតែធ្វើខាត់ដដែលនឹងក៏តែលើកនេះក៏ដូចរដងនេះទេដោយសារតែពួកគេគឺបានសហការគ្នាយ៉ាងល្អតែម្ដងដោយពួកគេគឺបោះបង់ចោលគំនិតដែលឆ្លោះប្រកែកគ្នាក៏ដូចជាបានសហការគ្នាដើម្បីកម្ចាត់ទៅកាន់សត្វខ្លាឃ្មុំមួយដោយមិនយូរប៉ុន្មានពួកគេគឺអាចចាប់ការទៅកាន់3សាច់ខ្លាឃ្មុំមួយនឹងដែលបានសម្រេចទៅដោយឃើញបែបនេះបងប្រុសក៏ដូចជាបងស្រីរបស់ស៊ីននឹងគឺបានសរសើរទៅកាន់ពួកគេបណ្ដោយដោយសារតែឃើញអំពីការរីកចម្រើនរបស់ពួកគេមកមើលទៅកាន់ក្រុមរបស់ស៊ីនក៏ដូចជាក្រុមមួយទៀតវិញដែលពួកគេគឺកំពុងតែចាប់ការជាមួយនឹង3សាច់ចចកព្រៃផងដែរនៅពេលនោះដែលប្រូម្នាក់នេះគឺបានរត់ទៅចាប់ការទៅកាន់3សាច់មួយនឹងទោះជាគ្រូរបស់គេគឺហាមឃាត់ក៏មិនតាន់ផងដែរអញ្ចឹងតែធ្វើឲ្យ3សាច់ទាំងអស់ហ្នឹងគឺអាចវាយប្រហារទៅកាន់ពួកគេបានណាមួយដោយសារតែពួកគេហ្នឹងគឺមិនតាន់មានបទពិសោធន៍គ្រប់គ្រាន់នោះទេអញ្ចឹងតែមិត្តភក្តិរបស់ស៊ីនគឺបានប្រើជាមួយនឹងធម៌ពលរបស់ពួកគេដើម្បីជួយទៅកាន់ក្រុមគុនដាវមួយនឹងផងដែរទោះជាក្រុមរបស់ស៊ីនគឺបានជួយទៅកាន់ក្រុមគុនដាវមួយនឹងគឺបានសម្រេចយ៉ាងណាក៏ដោយក៏តែក្រុមគុនដាវមួយនឹងក៏ដូចជាមិនពេញចិត្តទៅកាន់ពួកគេនោះឡើយអញ្ចឹងតែធ្វើឲ្យក្រុមរបស់ស៊ីនក៏ពិតជាខឹងខ្លាំងមែនតើណាជួយឲ្យគេនៅតែខុសទៀតនឹងធ្វើមិនទេក៏តែនៅពេលដែលពួកគេនឹងគឺឈប់ជួយវិញម្ដងណាបើមើលទៅកាន់ក្រុមគុនដាវមួយណាក៏ដូចជាវាយមិនឈ្នះទៅកាន់ចចកព្រៃនោះឡើយសូម្បីតែចចកធម្មតាហ្នឹងក៏ពួកគេនឹងគឺថាវាយមិនឈ្នះផងដែរអញ្ចឹងទៅគឺមានតែជួយម្ដងទៀតនោះទេនៅពេលនោះដែលនារីម្នាក់គឺចង់ជួយដែរដល់នេះគឺបានប្រើជាមួយនឹងធម៌ពលរបស់នេះដើម្បីឆក់ទៅកាន់ពពួកឆ្កែចចកទាំងអស់ហ្នឹងក៏តែមិនឆក់ទៅឆ្កែចកនោះទេសូម្បីតែមនុស្សគឺឆក់ដែរក្រោយមកទៀតនៅពេលដែលក្រុមទាំងអស់គឺបានជួបជុំគ្នាវិញដែលក្រុមរបស់ស៊ីនមួយទៀតដូចជាត្រុតត្រងដល់ហើយដោយសារធម៌ពលផ្ទះមួយនឹងឯងបន្ទាប់ពីនេះដែលពួកគេនឹងគឺបាននិយាយគ្នាផងដែរនឹងចង់ឲ្យស៊ីននឹងគឺបង្ហាត់បង្រៀនមកកាន់ពួកគេបន្ថែមទៀតដោយសារតែពួកគេគឺចង់អភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងជាងមុនដោយសារតែមានការជំរុញអំពីមិត្តភ័ក្តិចឹងទៅស៊ីនគឺអត់មានជំរុញនោះទេមានតែបង្រៀនទៅកាន់ពួកគេតែប៉ុណ្ណឹងហើយរឿងក៏បានកើតក្រោយពេលដែលពួកគេនឹងគឺបានហៅខាតយ៉ាងច្រើនដែលមើលទៅកាន់សមត្ថភាពរបស់ពួកគេនឹងគឺមិនអន់ទៀតនោះទេដែលពេលនេះពួកគេគឺបានគ្រប់គ្រងវាយ៉ាងល្អផងដែរច្បាស់ណាស់ទោះជាវាមិនល្អអត់ខ្ចោះប៉ុន្តែប៉ុណ្ណឹងគឺវាល្អខ្លាំងហើយសម្រាប់ពួកគេដែលនៅពេលនេះសមត្ថភាពរបស់ពួកគេគឺបានរីកចម្រើនយ៉ាងខ្លាំងផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវានឹងគឺមិនខ្លាំងគ្រប់គ្រាន់នោះទេចឹងពួកគេមានតែបន្តវឹកហាត់ទៀតដើម្បីឲ្យវាកាន់តែខ្លាំងជាងមុនចំណែកឯក្រុម3សាច់នៅរាជធានីរបស់ Oliver វិញដែលពួកគេក៏មិនអន់ផងដែរពេលនេះពួកគេគឺបានអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងកម្រិតរបស់3សាច់ដោយស៊ីនគឺបាននិយាយផងដែរច្បាស់ណាស់ដោយការវឹកហាត់របស់ពួកគេនេះគឺត្រៀមសង្គ្រាមជាមួយនឹង Oliver ពួកគេគឺមិនអាចចាញ់បាននោះទេនៅពេលនោះដែលពួកគេគឺសម្រេចចិត្តថានឹងហាត់បន្ថែមទៀតក៏តែមុននឹងហាត់នឹងពួកគេនឹងគឺចង់លំហែកាយខ្លះផងដែរចឹងហើយពួកគេនឹងត្រូវរកកន្លែងថ្មីដើម្បីវឹកហាត់ដោយមានម្នាក់នឹងគឺបាននិយាយថាមានតែផ្ទះរបស់សេសលីនោះទេដែលស័ក្តិសមជាមួយនឹងរឿងនេះដោយអញ្ចឹងទៅពួកគេនឹងគឺសម្រេចចិត្តថានឹងទៅផ្ទះរបស់សេសលីដើម្បីវឹកហាត់ក៏ដូចជាដើម្បីលំហែកាយតែម្ដងមុននឹងទៅស៊ីនគឺបានពិភាក្សាជាមួយនឹងលោកតាក៏ដូចជាលោកយាយរបស់គាត់ផងដែរដោយអញ្ចឹងទៅលោកតាលោកយាយរបស់គាត់នឹងគឺមិនសូវជាចង់ឲ្យទៅមកនោះទេខ្លាចពួកគេនឹងគឺទៅដើរលេងមិនមែនទៅវឹកហាត់នោះឡើយដោយគ្មានជំរឿទៀតពួកគាត់ទាំងពីរគឺសម្រេចចិត្តថានឹងស្ម័គ្រចិត្តទៅតាមដានទៅកាន់ពួកគេតែម្ដងខ្លាចពួកគេនឹងគឺទៅដើរលេងភ្លេចទៅវឹកហាត់នៅថ្ងៃស្អែកគឺបានមកដល់នៅពេលដែលពួកគេនឹងគឺរៀបចំដើម្បីចេញទៅផ្ទះរបស់សេសលីហើយនៅពេលដែលពួកគេគឺធ្វើដំណើរតាមផ្លូវដែលពួកគេគឺបានជួបជាមួយនឹងក្រុមឆ្កែចចកមួយក្រុមផងដែរដែលពួកវានឹងគឺកំពុងតែឡំពត់វាប្រហែលទៅកាន់ក្រុមមនុស្សមួយក្រុមអញ្ចឹងទៅក្រុមរបស់ស៊ីនគឺបានចាប់ឆ្នោតតែម្ដងថាណាគេដែលបានចាប់ឆ្នោតឈ្នះនឹងគឺអាចវាយជាមួយនឹងក្រុម3សាច់ទាំងអស់នឹងបានណាមួយទៅជាការវឹកហាត់របស់ពួកគេផងដែរដែលនារីម្នាក់នឹងគឺបានចាប់ត្រូវចឹងទៅនាងគឺអាចវាយប្រហែលជាមួយនឹងពួក3សាច់ទាំងអស់នឹងបានណាមិនចាំយូរទេនាងគឺបានប្រើជាមួយនឹងធម្មពលតែម្ដងដោយលើកនេះនាងគឺមិនមែនអន់ដូចជាពីមុនទៀតឡើយដែល
ដែលនាងគឺបានគ្រប់គ្រងថាមពលក៏ល្អជាងមុនផងដែរដែលមិនចាំយូរនាងគឺបានប្រើទៅលើពពួកឆ្កែជាចោតទាំងអស់នឹងធ្វើឲ្យឆ្កែចោតទាំងអស់នឹងគឺថាប៉ើងបាត់អស់ទៅចឹងទៅពេលនេះដែលនាងគឺបានចាប់ការទៅកាន់ពួកវាបានសម្រេចហើយដោយវាក៏ជាលទ្ធផលដ៏ល្អមួយផងដែរនៅក្នុងការវឹកហាត់យ៉ាងយូររបស់នាងដែលធ្វើឲ្យសមត្ថភាពរបស់នាងគឺកាន់តែខ្លាំងជាងមុនដោយសៀងគឺបានសរសើរទៅកាន់នាងផងដែរក្រោយមកទៀតសាច់រឿងគឺបានកាត់នៅពេលដែលពួកគេគឺធ្វើដំណើរទៅដល់ផ្ទះរបស់សេសាលៀនដែលអ្នកបម្រើរបស់សេសាលៀននេះគឺបានចេញមកទទួលពួកគេផងដែរក៏ប៉ុន្តែគ្មានទេនៅពេលនោះអ្នកបម្រើម្នាក់គឺបាននិយាយទៅកាន់ស៊ីនថាសូមឲ្យស៊ីននឹងគឺថាមើលថែទៅកាន់ម្ចាស់ស្រីតូចរបស់ពួកគេផងដែលលើបែបហ្នឹងធ្វើឲ្យសេសាលៀនក៏ដូចជាស៊ីននឹងគឺពិតជាអៀនខ្លាំងមែនទែនក៏ដូចជាគាំងផងដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងដែលក្រុមរបស់ស៊ីននឹងគឺមកត្រាំទឹកក្តៅផងដែរក៏ដូចជាបាននិយាយគ្នាលេងសើចអំពីរឿងផ្សេងៗអីចឹងទៅចំណែកឯក្រុមស្រីវិញដែលពួកគេនឹងគេថាត្រាំទឹកក្តៅនៅបន្ទប់ផ្សេងក៏ដូចជាបាននិយាយគ្នាលេងសើចអំពីរឿងផ្សេងដូចគ្នាផងដែរដោយសារតែការទៅត្រាំទឹកក្តៅរបស់ពួកគេនេះហើយទៅធ្វើឲ្យអេពីសូតមួយនេះក៏ចប់តែត្រឹមនឹងផងដែរនៅក្នុងអេពីសូតមួយនេះបានឡើងនៅពេលដែលលោកតារបស់ស៊ីននឹងគឺកំពុងតែបង្រៀនទៅកាន់មិត្តភ័ក្តិក៏ដូចជាក្រុមរបស់ស៊ីនឲ្យប្រើប្រាស់វីតាមីនឲ្យបានល្អជាងមុនផងដែរដោយគាត់គឺបានណែនាំទៅកាន់ពួកគេយ៉ាងច្រើនពីរបៀបដែលគ្រប់គ្រងទៅកាន់វីតាមីនឲ្យបានល្អចំណែកឯលោកយាយរបស់ស៊ីនវិញដែលគាត់គឺបានបង្រៀនទៅកាន់ពួកគេឲ្យចេះប្រើប្រាស់អំពីឧបករណ៍វីតាមីនផ្សេងក្រៅពីនេះទៅទៀតដែលក្រុមរបស់ស៊ីនគឺបានចេញទៅវឹកហាត់នៅកន្លែងមួយផងដែរដែលពួកគេនឹងគឺវឹកហាត់ដើម្បីបាញ់ធម៌ពលរបស់ពួកគេនឹងឯងបើកាត់តែមើលស៊ីនវិញដែលគាត់គឺបានសម័យថយក្រោយនៅពេលដែលគាត់គឺបានបញ្ជូតគ្នាជាមួយនឹង Oliver ដោយចេះទៅគាត់គឺបានប្រាប់ទៅកាន់មិត្តរួមថ្នាក់របស់គាត់ថាគាត់នឹងគឺចង់តេស្តជាមួយនឹងវីតាមីនថ្មីមួយដោយចឹងទៅក្រុមរបស់ស៊ីននឹងគឺថាថយក្រោយចង់100ម៉ែត្រតែម្ដងដោយសារតែពួកគេដឹងថាធម៌ពលស៊ីននឹងគឺមិនមែនអន់នោះទេមិនត្រឹមតែថយនោះទេតែពួកគេនឹងគឺបានបើជាមួយនឹងសៀលការពារម្នាក់មួយផងដែរមិនស្រួលនឹងស៊ីនធ្វើឲ្យលបួសដល់ពួកគេលើដោយចឹងទៅស៊ីនក៏រៀងកាំងទីបដែរហ្នឹងក្រោយមកទៀតគាត់គឺបានដើរទៅកន្លែងមួយក៏ដូចជាបានបញ្ចេញជាមួយនឹងធម៌ពលរបស់គាត់តែម្ដងបើមើលទៅកាន់ធម៌ពលរបស់ស៊ីនគឺពិតជាលយខ្លាំងមែនទែនមិនចាំយូរទៀតស៊ីននឹងគឺបានបាញ់វាតេសាក់លបងតែម្ដងទៅដោយធម៌ពលរបស់គាត់ហើយគឺមិនខ្សោយនោះទេដែលធ្វើឲ្យកន្លែងដែលគាត់បាញ់ណាគឺខ្ទេចខ្ទីពេញនឹងតែម្ដងក្រោយពីការវឹកហាត់ក៏ដូចជាតេស្តសាក់លបងនៅវីតាមីនយ៉ាងច្រើនដងពេលនេះដែលព្រះអង្គម្ចាស់នេះគឺបានឲ្យស៊ីនជូនគាត់នឹងគឺទៅព្រះរាជវាំងបន្តិចច្បាស់ណាស់ដោយសារតែស៊ីនគឺមានជាមួយនឹងធម៌ពល teleport ចឹងទៅពួកគេនឹងគឺមិនលំបាកនោះទេនៅក្នុងការធ្វើដំណើរដែលមិនចាំយូរទៀតស៊ីនក៏បានបាយជាមួយនឹងធម៌ពល teleport របស់គាត់ដើម្បីជូនព្រះអង្គម្ចាស់នឹងគឺទៅរាជធានីវិញនៅពេលដែលទៅដល់ព្រះអង្គម្ចាស់គឺបានជួបជាមួយនឹងនារីម្នាក់ផងដែរដែលនាងគឺជាគូដណ្ដឹងរបស់គាត់នឹងឯងគាត់តែឃើញនាងភ្លាមមកព្រះអង្គម្ចាស់គេថាភ័យឡើងញើតែម្ដងដោយសារតែនារីម្នាក់នឹងគឺពិតជាឆ្នាខ្លាំងមែនតើគឺមិនធម្មតានោះទេចំណែកឯនារីម្នាក់ដែលនៅខាងក្រោយនាងវិញដែលនាងគឺជាប្អូនស្រីរបស់ព្រះអង្គម្ចាស់ដែលនៅពេលដែលពួកគេទាំង4នាក់នឹងគឺបានជួបគ្នាដែលពួកគេនឹងគឺបាននិយាយគ្នាលេអំពីរឿងនេះរឿងនោះផងដែរបន្តមកទៀតដែលពួកគេទាំងពីរនាក់នឹងគឺបានសុំទៅកាន់ស៊ីនឲ្យយកពួកគេនឹងគឺទៅវឹកហាត់ផងច្បាស់ណាស់ដោយសារតែពួកគេនឹងគឺជា fan របស់លោកតាក៏ដូចជាលោកជ័យរបស់ស៊ីននឹងឯងបន្ទាប់ពីការសុំទៅកាន់ស៊ីនបានហើយដែលពួកគេនឹងគឺបានសុំទៅកាន់ស្ដេចតែម្ដងដោយស្ដេចគឺបានគិតអីច្រើនទៅទេដែលគាត់នឹងគឺបានយកព្រមឲ្យទៅកាន់ពួកគេផងដែរដោយមិនចាំយូរទៀតស៊ីនក៏បានបាយជាមួយនឹងច្រកលំហរបស់គាត់ដើម្បីនាំពួកនេះទាំងពីរនឹងគឺទៅតែម្ដងនៅពេលនោះដែលគូដណ្ដឹងរបស់ព្រះអង្គម្ចាស់នឹងគឺបានចោទទៅកាន់ស៊ីនថាស៊ីននឹងគឺចង់លួចព្រះអង្គម្ចាស់អំពីនាងដល់ពេលចឹងទៅស៊ីនក៏ពិតជាកាំងខ្លាំងមែនទែនណាគាត់នឹងគឺគ្មានដឹងអីផងហើយមើលហេតុដែលនាងគឺនិយាយបែបនេះច្បាស់ណាស់ដោយសារតែព្រះអង្គម្ចាស់នឹងគឺតែងតែនិយាយអំពីឈ្មោះរបស់ស៊ីនចឹងទៅដែលធ្វើនាងគឺគិតថាពួកគេទាំងពីរនឹងគឺជា BL អីចឹងទៅអើយដល់កហ្មងគិតចម្លែកដោយសារតែបែបហ្នឹងហើយទៅស៊ីននឹងគឺបានប្រកាសយ៉ាងលឿនតែម្ដងដោយសារតែខ្លាចនាងនឹងគឺយកច្រឡំច្រើនជាងនឹងដោយស៊ីនក៏បាននិយាយប៉ុណ្ដែរពងលួចស្លាញ់កូនគេផងឲ្យទៅ BL មិនកើតអើយសាហាវហ្មងក្រោយមកទៀតដោយសាររឿងក៏បានកាត់នៅពេលដែលពួកគេទាំង4នាក់ហ្នឹងគឺទៅញ៉ាំអីដែលព្រះអង្គម្ចាស់គឺបានប្រាប់ទៅកាន់ស៊ីនថាគាត់នឹងគឺគួរតែសារភាពស្នេហ៍នឹងគឺទៅកាន់សេសាលៀទៅដោយព្រះអង្គម្ចាស់គឺបានរីកមិនឲ្យស៊ីននឹងគឺថាទៅសារភាពស្នេហ៍ប្រាប់ទៅកាន់សេសាលៀតែម្ដងទៅមិនចង់ឲ្យស៊ីននឹងគឺថាຕົកវីយូទៀតនោះទេបន្ទាប់ពីបានរីកមិនទៅកាន់ស៊ីនហើយដែលគាត់នឹងគឺបាននិយាយលេងជាមួយនឹងគូដឹងរបស់គាត់នឹងគឺបន្តិចផងដែរក្រោយមកទៀតនៅពេលដែលស៊ីននឹងគឺបានជូនពួកគេមកជួបទៅកាន់សេសាលៀក៏ដូចជាលោកយាយរបស់គាត់ផងដែរតាំងពីថ្ងៃមិញមកបើមើលទៅកាន់ស៊ីនវិញនៅពេលដែលគាត់គឺជួបទៅកាន់សេសាលៀណាក៏ដូចជាអៀនផងដែរច្បាស់ណាស់ដែលស៊ីននឹងក៏ចង់សារភាពស្នេហ៍ទៅកាន់សេសាលៀផងដែរក៏ប៉ុន្តែឲ្យតែគាត់ឃើញនៅជិតសេសាលៀគឺថាគាត់អៀននិយាយមិនចេញនោះទេដោយនៅពេលមួយសេសាលៀនឹងគឺបាននិយាយពាក្យយ៉ាងច្រើនទៅកាន់ស៊ីនក៏ដូចជាពាក្យបារម្ភជាច្រើនផងដែរជិតទៅធ្វើឲ្យគ្រប់គ្នានឹងគឺផ្អាប់ដល់ពេលផ្អាប់ជិតទៅធ្វើឲ្យសេសាលៀនឹងគឺអៀនខ្លាំងមែនតើក៏ដូចជានិយាយលេងចេញផងដែរហើយនឹងគឺបានរត់ចេញពីកន្លែងនឹងបាត់ទៅដោយនៅពេលនោះព្រះអង្គម្ចាស់នឹងគឺបានមកលើកទឹកចិត្តស៊ីនផងដែរថាឲ្យគាត់នឹងគឺសារភាពស្នេហ៍ទៅកាន់សេសាលៀទៅគឺកុំគិតច្រើនអីនៅពេលយប់គឺបានមកដល់ដោយស៊ីនគឺបានគិតម្នាក់ឯងថាប្រហែលជាគាត់នឹងគឺទៅតែធ្វើរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់គឺទៅតែសារភាពស្នេហ៍ទៅកាន់សេសាលៀដោយគាត់នឹងគឺមិនអាចលាក់វាគឺទុករហូតបាននោះទេក្រោយមកទៀតគាត់គឺបានឃើញសេសាលៀនឹងគឺអង្គុយកន្លែងមួយផងដែរដែលចេះទៅគាត់នឹងគឺបានដើរទៅរកនាងតែម្ដងបន្ទាប់ពីបានជួបទៅកាន់សេសាលៀហើយដែលស៊ីននឹងក៏អត់តន់សារភាពស្នេហ៍ភ្លាមនោះទេដែលគាត់នឹងគឺបាននិយាយលេងស
សាជាច្រើនជាមួយនឹងសេស៊ីលៀសិនបន្ទាប់ពីបាននិយាយលេងសើចយ៉ាងយូរមកស៊ីនគឺសម្រាប់ចិត្តថាគាត់នឹងប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់សេស៊ីលៀនតែម្ដងនៅពេលដែលគាត់គឺបានប្រាប់ឲ្យសេស៊ីលៀនហ្នឹងគឺបានអៀនបន្តិចផងដែរនឹងបន្ទាប់ពីពួកគេគឺបានអៀនដាក់គ្នាបន្តិចហើយដែលស៊ីនហ្នឹងគឺបានសារភាពស្នេហ៍ទៅកាន់នាងម្ដងទៀតដែលពេលនោះដែលនាងគឺបាននិយាយទៅកាន់ស៊ីនផងដែរថានាងក៏ស្រឡាញ់ស៊ីនដូចគ្នាបន្ទាប់ពីបានសារភាពហើយដែលពួកគេទាំងពីរហ្នឹងគឺបាននិយាយរឿងយ៉ាងច្រើនអំពីគ្នាទៅវិញទៅមកបន្ទាប់ពីបាននិយាយឲ្យពួកគេហ្នឹងគឺសឹងតែនៅលេងតែមិត្តភក្តិរបស់ស៊ីនដែលបានពួនចាំស្ដាប់ក៏ដូចជាពួនចាំមើលនេះគឺបានចេញមកតែម្ដងបើមើលទៅកាន់ស៊ីនហ្នឹងក៏ពិតជាខឹងខ្លាំងមែនតើបំរងតែនឹងបានហើយនឹងពួកគេមកចេញអីណាហើយសាហាវមកចាប់ពីរឿងយប់មិញថ្ងៃស្អែកហ្នឹងគឺបានមកដល់ដែលក្រុមរបស់ស៊ីនក៏ដូចជាស៊ីននេះគឺបានប្រដៅសម្លៀកបំពាក់ដើម្បីលេងសមុទ្រក៏ដូចជាលេងបាល់ផងដែរក៏ប៉ុន្តែបើសិនជាកលេសមើលទៅកាន់ការវាយបាល់របស់ពួកគេគឺមិនមែនធម្មតានោះទេការវាយបាល់មួយគឺចេញសតវេទមន្តនៅបន្ទាប់ពីពួកគេគឺលេងយ៉ាងសប្បាយមកពេលយប់ហ្នឹងគឺបានមកដល់ដែលពួកគេហ្នឹងគឺបាននិយាយគ្នាលេងអំពីនេះពីនោះផងដែរនៅពេលដែលនិយាយគ្នាសោកៗដោយលោកយាយរបស់ស៊ីនគឺដើរមកឆែកមើលទៅកាន់ពួកគេតែម្ដងដោយសារគាត់ហ្នឹងគឺចង់ដឹងថាពួកគេហ្នឹងគឺបានគេងឬក៏អត់ដោយគ្មានជំរឿទៀតពួកគេហ្នឹងគឺបានបិទភ្លើងក៏ដូចជាឃ្លុំភួយធ្វើជាគេងទៅក៏ប៉ុន្តែបើសិនជាកលេសមើលទៅកាន់ស៊ីនក៏ដូចជាសេស៊ីលៀវិញនៅពេលហ្នឹងស៊ីនគាត់គឺអោបអត់ប្រយ័ត្នដល់គាត់គឺបានប៉ះចំទៅកាន់អ្វីមួយយ៉ាងអញ្ចឹងទៅដែលធ្វើឲ្យស៊ីនហ្នឹងគឺបានភ្ញាក់ក៏ដូចជាស្រែកផងដែរដោយសារតែការភ្ញាក់ក៏ដូចជាស្រែករបស់គាត់នេះហើយទៅធ្វើឲ្យលោកជ័យរបស់គាត់ហ្នឹងគឺចាប់បានហើយការលាក់ខ្លួនរបស់ពួកគេក៏បែកការផងដែរដោយសារតែលោកជ័យគឺចាប់បានថាពួកគេហ្នឹងគឺអត់គេងនោះទេគឺលួចនិយាយគ្នាបែបហ្នឹងហើយទៅធ្វើឲ្យសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏ចប់ត្រឹមតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះបានឡើងនៅពេលដែលស៊ីនគឺបានដើរជួបគ្នាជាមួយនឹងសេស៊ីលៀដែលពួកគេហ្នឹងគឺថាជួបគ្នាភ្លាមនេះគឺថាអេងគ្នាតែម្ដងដោយសារតែរឿងអំពីយប់មិញថ្ងៃស្អែកគឺបានមកដល់នៅពេលដែលស៊ីនគឺនាំសេស៊ីលៀហ្នឹងគឺទៅផ្ទះម៉ាក់ក៏ដូចជាប៉ារបស់នាងនៅពេលដែលចូលទៅដល់ក្នុងផ្ទះហើយដែលស៊ីនគឺពិតជាភ័យខ្លាំងមែនទែនដោយសារតែលើកទី1គឺសម្រាប់គាត់ហើយបន្ទាប់ពីនេះដែលស៊ីនគឺបានប្រាប់ទៅកាន់ពួកគាត់ទាំងពីរនាក់ផងដែរថានៅពេលនេះក៏កំពុងតែមានទំនាក់ទំនងជាមួយនឹងសេស៊ីលៀពីដំបូងមកមើលទៅកាន់ឪពុកម្ដាយរបស់សេស៊ីលៀហ្នឹងពួកគាត់ក៏រៀងគាំងទីផងដែរក៏ប៉ុន្តែក្រោយមកទៀតដោយប៉ារបស់សេស៊ីលៀគឺបានចាប់ទៅកាន់ដៃរបស់ស៊ីនដោយក្រោយមកទៀតគាត់នេះគឺបាននិយាយទៅកាន់ស៊ីនថាគាត់នឹងយល់ព្រមជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងច្បាស់ណាស់ដែលគាត់គឺបានដឹងថាស៊ីនហ្នឹងគឺជាមនុស្សល្អម្នាក់ដែលគាត់ហ្នឹងគឺអាចជួយការពារទៅកាន់កូនស្រីរបស់ពួកគេបានផងដែរហើយសូម្បីតែម៉ាក់របស់សេស៊ីលៀហ្នឹងគាត់ក៏បានយល់ព្រមជាមួយនឹងរឿងនេះដូចគ្នាក្រោយពីរឿងរ៉ាវទាំងអស់ហ្នឹងសាច់រឿងក៏បានកាត់នៅពេលដែលក្រុមរបស់ស៊ីនហ្នឹងគឺទៅប្រខាត់ជាមួយនឹងធម្មពលរបស់គេបន្តទៀតហើយដោយពេលនេះធម្មពលរបស់ពួកគេគឺបានរីកចម្រើនយ៉ាងខ្លាំងសាច់រឿងក៏បានកាត់ទៅកន្លែង Oliver វិញដែលគាត់ហ្នឹងគឺបាននិយាយជាមួយនឹងកូនចៅរបស់គាត់ថាគាត់ហ្នឹងគឺចង់រៀបជាមួយនឹងផែនការអ្វីថ្មីមួយទៀតហើយបើមើលមកកាន់ស៊ីនវិញគាត់ហ្នឹងគឺពិតជាគាំងខ្លាំងមែនទែនដោយសារតែគាត់នឹងគឺចង់ប្រើជាមួយនឹងវេទមន្តថ្មីមួយទៀតក៏ប៉ុន្តែបើមើលទៅកាន់មិត្តរួមក្រុមរបស់គាត់វិញគឺថាភ័យខ្លាចគាត់ពេញនឹងយកមកច្បាស់ណាស់ដោយសារតែធម្មពលរបស់ស៊ីនម្ដងនឹងគឺមិនមែនខ្សោយនោះទេអញ្ចឹងពួកគេគឺត្រូវតែប្រយ័ត្នអញ្ចឹងហើយនៅពេលនោះស៊ីនគឺសាករើជាមួយនឹងដុំថ្មមួយក៏ប៉ុន្តែបើសិនជាមើលទៅកាន់មិត្តរួមក្រុមរបស់គាត់គេថាបើកស៊ីនមួយជាន់ទៀតអើយពិតជាគាំងខ្លាំងមែនទែនក៏ប៉ុន្តែមិនដូចជាការគិតរបស់ពួកគេនោះទេនៅពេលដែលស៊ីនគឺបានបញ្ចូលជាមួយនឹងធម្មពលរបស់គាត់នេះគឺចូលនៅក្នុងដុំថ្មមួយហ្នឹងធ្វើទៅដុំថ្មមួយហ្នឹងគឺអញដែតបានដល់ពេលអញ្ចឹងទៅក្រុមរបស់ស៊ីនហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនណាវាគឺមិនគួរជឿនោះទេដែលធម្មពលរបស់ស៊ីននេះគឺអាចធ្វើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងបានមិនត្រឹមតែប៉ុណ្ណោះទេដែលស៊ីនក៏គឺបានប្រើជាមួយនឹងធម្មពលទាំងអស់ហ្នឹងគឺមកលើខ្លួនឯងចឹងទៅធ្វើឲ្យគាត់ហ្នឹងគឺអញតែតបានបើយកចំទៅដូចជាការហោះមួយអញ្ចឹងបន្ទាប់ពីនេះសាច់រឿងគឺបានកាត់នៅពេលយប់ម្ដងដោយស៊ីនក៏គឺបានមកសុំទៅកាន់លោកតាក៏ដូចជាលោកយាយរបស់គាត់ដែលនៅពេលនេះគាត់នឹងគឺចង់ភ្ជាប់ពាក្យជាមួយនឹងសេស៊ីលៀដោយលោកយាយរបស់ស៊ីនក៏គឺអត់ប្រកែកផងដែរនៅថ្ងៃស្អែកគាត់នឹងជួនស៊ីនហ្នឹងគឺទៅផ្ទះរបស់សេស៊ីលៀតែម្ដងនៅថ្ងៃស្អែកគឺបានមកដល់ដូចជាពួកគាត់ហ្នឹងគឺបាននិយាយអញ្ចឹងដែលគាត់គឺបានជួនស៊ីនមកកាន់ផ្ទះម៉ាក់ប៉ារបស់សេស៊ីលៀដោយមើលទៅកាន់ម៉ាក់ប៉ារបស់សេស៊ីលៀក៏រៀនសប្បាយចិត្តផងដែរដោយសារតែគាត់គឺបានស្គាល់អំពីកេរ្តិ៍ឈ្មោះរបស់លោកតាក៏ដូចជាលោកយាយរបស់ស៊ីនហើយនៅពេលដែលពួកគាត់គឺអង្គុយនិយាយគ្នាដែលលោកតាក៏ដូចជាលោកយាយរបស់ស៊ីនហ្នឹងគឺបានប្រាប់អំពីរឿងរ៉ាវពិតរបស់ស៊ីនផងដែរច្បាស់ណាស់ដោយសារតែស៊ីនគឺមិនមែនជាចៅពិតប្រាកដរបស់គាត់នោះទេបើនិយាយចំទៅមិនមែនជាចៅបង្កើតនោះទេក៏ប៉ុន្តែពួកគាត់ហ្នឹងគឺបានរើសស៊ីនយកមកចិញ្ចឹមក៏ប៉ុន្តែពេលនោះឪពុករបស់សេស៊ីលៀគឺស្រាប់តែនិយាយថាគាត់ហ្នឹងគឺអត់គិតអំពីរឿងរ៉ាវទាំងអស់នេះឡើយមូលហេតុដែលគាត់ហ្នឹងគឺឲ្យសេស៊ីលៀទៅកាន់ស៊ីនច្បាស់ណាស់ដោយសារតែស៊ីនគឺបានសន្យានឹងគាត់ថាស៊ីននឹងជួយមើលថែទៅកាន់សេស៊ីលៀទោះជាមានរឿងអ្វីកើតឡើងក៏ដោយអញ្ចឹងហើយគាត់គឺសម្រេចចិត្តថានឹងលើកសេស៊ីលៀឲ្យទៅកាន់ស៊ីនតែម្ដងណាមួយនៅពេលដែលសេស៊ីលៀគឺនៅជាមួយស៊ីនគាត់គឺបានឃើញថានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដល់ចឹងទៅលោកតាក៏ដូចជាលោកយាយរបស់ស៊ីននឹងក៏រៀនសប្បាយចិត្តក៏ដូចជាធូរចិត្តផងដែរនៅពេលដែលម៉ាក់ប៉ារបស់សេស៊ីលៀនឹងគឺយល់ព្រមថ្ងៃស្អែកគឺបានមកដល់ដោយស៊ីនគឺសម្រេចចិត្តថានឹងនាំជាមួយនឹងក្រុមរបស់គាត់នឹងគឺទៅវាយជាមួយនឹង3សាច់ពិតប្រាកដតែម្ដងដើម្បីឲ្យពួកគេនឹងគឺកាន់តែរីកចម្រើនខ្លាំងជាងមុននៅពេលដែលពួកគេនឹងគឺទៅដល់ព្រៃបើមើលទៅកាន់ក្រុមរបស់ស៊ីនក៏ដូចជារៀងខ្លាច
ញទីផដែរច្បាស់ណាស់ដោយសារតែពួកគេនឹងគឺមិនដែលវាប្រហែលជាមួយនឹង3សាច់ពិតៗអញ្ចឹងនោះទេដោយឃើញបែបហ្នឹងស៊ីនក៏គឺបានលើកទឹកចិត្តទៅកាន់ពួកគេផដែរច្បាស់ណាស់ក៏គឺជឿថាពួកគេនឹងអាចធ្វើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងបាននៅពេលដែលការប្រយុទ្ធគឺបានចាប់ផ្ដើមដោយក្រុមរបស់ស៊ីនគឺបានប្រើជាមួយនឹងធម្មពលរបស់ពួកគេនឹងគឺរៀងៗខ្លួនដើម្បីវាប្រហែលទៅកាន់3សាច់តោមួយហ្នឹងទៅដំបូងដែលបានឃើញថា3សាច់តោមួយហ្នឹងគឺដូចជាខ្លាំងខ្លាំងមែនទែនក៏ប៉ុន្តែមិនយូរប៉ុន្មានទេ3សាច់តោមួយហ្នឹងគឺបានស្លាប់បាត់ទៅមិនត្រឹមតែប៉ុណ្ណោះទេដោយនៅពេលនេះក្រុមរបស់ស៊ីនគឺបានវាប្រហែលជាមួយនឹង3សាច់ផ្សេងៗដូចគ្នាក៏ប៉ុន្តែ3សាច់ទាំងអស់ហ្នឹងគឺថាគ្មានគីឡូអីជាមួយនឹងក្រុមរបស់ស៊ីននោះឡើយបន្ទាប់ពីបញ្ចប់នៅការកម្ចាត់3សាច់ទាំងអស់នេះហើយដល់ថ្ងៃដែលស៊ីនក៏ដូចជាសេសាលីហ្នឹងគឺត្រូវរៀបការវិញម្ដងនៅពេលនោះសេសាលីហ្នឹងគឺបានបើកទ្វារក៏ដូចជាដើរចូលមកនៅពេលដែលស៊ីនឃើញបែបហ្នឹងក៏គឺបានសម្លឹងមើលក៏ដូចជាអៀនខ្លាំងមែនទែនដោយនៅពេលនេះសេសាលីគឺពិតជាស្អាតខ្លាំងយកហ្មងដោយក្រោយមកទៀតដែលពួកគេហ្នឹងគឺបានដើរទៅកន្លែងរៀបការក៏ដូចជារៀបការជាមួយនឹងគ្នាដែលបានជោគជ័យផងដែរបើមើលទៅកាន់គ្រប់គ្នាដែលនៅទីកន្លែងហ្នឹងពួកគេគឺពិតជាសប្បាយក៏ដូចជាអបអរសាទរទៅកាន់ស៊ីនជាមួយនឹងសេសាលីផងដែរដោយសារតែការរៀបការរវាងស៊ីនជាមួយនឹងសេសាលីបែបនេះហើយដែលធ្វើឲ្យអេពីសូតមួយនេះក៏ចប់ត្រឹមតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះដែលបានឃើញថាមិត្តភ័ក្តិរបស់ស៊ីនហ្នឹងគឺជាអំពីវេទមន្តនៃការហោះអំពីស៊ីនហើយដែលស៊ីននេះគឺបានបង្រៀនទៅកាន់ពួកគេហើយរឿងក៏បានកាត់ទៅកាន់រាជធានីរបស់អូលីវើវិញម្ដងដោយពេលនេះអូលីវើនេះគឺបានធ្វើឲ្យប្រជាជនគ្រប់គ្នាដែលនៅក្នុងរាជធានីមួយនេះគឺខ្លាចទៅជាបិសាចសឹងតែទាំងអស់ទៅហើយចំណែកឯសង្គ្រាមវិញក៏ចាប់ផ្ដើមដូចគ្នាអញ្ចឹងទៅអូលីវើគឺបានកោះហៅជាមួយនឹងប្រជាជនរបស់គាត់ដែលជាបិសាចហ្នឹងដើម្បីរៀបជាមួយនឹងកម្រិតរបស់ពួកគេដោយសារតែប្រជាជនដែលជាបិសាចរបស់អូលីវើហ្នឹងគឺថាមានជាមួយនឹងកម្រិតផ្សេងគ្នាដែលអ្នកខ្លះគឺជាកម្រិតទាបអ្នកខ្លះជាកម្រិតខ្ពស់អីអញ្ចឹងទៅហើយរឿងគឺបានកាត់ទៅមើលអតីតកាលរបស់អូលីវើវិញដែលនៅពេលនោះអូលីវើហ្នឹងគឺជាអភិជនម្នាក់ដែលស្ថិតនៅក្នុងតំបន់មួយដែលនៅពេលនោះអូលីវើគឺពិតជាល្អខ្លាំងមែនទែនដោយគាត់នេះគឺបានគោរពស្រឡាញ់ទៅកាន់អ្នកភូមិរបស់គាត់ដែលនៅក្នុងតំបន់របស់គាត់អីចឹងទៅដែលនៅពេលនោះអូលីវើនឹងគឺមានជាមួយនឹងប្រពន្ធម្នាក់ផងដែរដែលប្រពន្ធរបស់គាត់នឹងគឺមានជាមួយនឹងផ្ទៃពោះក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងផងដែរក៏មានជាមួយនឹងអភិជនផ្សេងហ្នឹងគឺបានរៀបគម្រោងដើម្បីធ្វើបាបទៅកាន់អូលីវើហើយមូលហេតុដែលពួកគេនឹងគឺធ្វើបែបនេះក៏ពោលថាសេដ្ឋកិច្ចរបស់ជាតិផងដែរក៏ប៉ុន្តែដឹងថាពួកគេនឹងគឺមានបំណងជួយទៅកាន់សេដ្ឋកិច្ចជាតិឬក៏ពួកគេនឹងគឺមានបំណងអាក្រក់ទៅកាន់អូលីវើនោះទេបន្ទាប់ពីបានរៀបចំគម្រោងរួចអស់ហើយដែលពួកគេនឹងគឺបានទៅធ្វើបាបប្រជាជនរបស់អូលីវើមិនត្រឹមតែប៉ុណ្ណោះទេដែលពួកគេនឹងគឺទៅបានដុតផ្ទះរបស់អូលីវើក៏ដូចជាសម្លាប់ប្រពន្ធរបស់អូលីវើផងដែរដោយនៅពេលនោះអូលីវើគឺអាចធ្វើជាមួយនឹងរឿងអ្វីបាននោះទេដោយសារតែគាត់នឹងគឺនៅទួនខ្សោយខ្លាំងពេកដោយសារតែគំនុំគុំគួនទៅអស់នេះហើយទៅធ្វើឲ្យអូលីវើគឺបានប្រែក្លាយពីមនុស្សទៅជាបិសាចវិញហើយមូលហេតុទាំងអស់នេះហើយទៅធ្វើឲ្យអូលីវើគឺពិតជាគុំទៅកាន់ប្រទេសមួយនឹងខ្លាំងមែនទែននិងចង់បំផ្លាញទៅកាន់រាជធានីមួយនឹងដោយនេះហើយគឺជាហេតុការណ៍ដែលអូលីវើនឹងគឺបានរៀបជាមួយនឹង plan ជាច្រើនបន្តមកទៀតដោយសាររឿងគឺបានកាត់នៅពេលដែលព្រះរាជបុត្រនឹងគឺត្រូវស្នងតំណែងឲ្យឪពុករបស់គាត់នៅពេលដែលពិធីគឺបានចាប់ផ្ដើមដោយពេលនោះគឺមានជាមួយនឹងពលមានមួយនឹងគឺបានមកដល់រាជធានីតែម្ដងដោយសារតែមានបិសាចជាច្រើនគឺបានវាយប្រហារទៅកាន់ប្រទេសជិតខាងដែលធ្វើឲ្យប្រទេសទាំងអស់នឹងគឺមានការរងទុក្ខជាខ្លាំងក៏ដូចជាមានការបំផ្លិចបំផ្លាញយ៉ាងច្រើនផងដែរនៅពេលដែលប្រជាជនគឺមានការច្បុកច្បល់ពេលនោះដោយព្រះរាជបុត្រគឺបានឡើងទៅនិយាយថាគាត់គឺសន្យានឹងប្រជាជនគ្រប់គ្នាច្បាស់ណាស់គាត់នឹងការពារទៅកាន់ប្រទេសជាតិរបស់គាត់ក៏ប៉ុន្តែបើសិនជាមើលទៅកាន់ប្រជាជនវិញណាដែលពួកគេក៏ដូចជាមិនសូវស្ងប់ចិត្តម៉ានោះទេនៅពេលដែលប្រជាជនគឺអត់ទាន់ស្ងប់ចិត្តអញ្ចឹងស៊ីងក៏បានឡើងទៅនិយាយម្នាក់ទៀតដែលគាត់គឺបាននិយាយផងដែរថាច្បាស់ណាស់ក្រុមរបស់គាត់នឹងជួយការពារទៅកាន់ប្រទេសមួយនេះដោយគាត់គឺមិនឲ្យប្រជាជនណាម្នាក់នឹងគឺមានជាមួយនឹងគ្រោះថ្នាក់នោះទេហើយគាត់ក៏សន្យាថានឹងការពារអស់ពីសមត្ថភាពរបស់គាត់ផងដែរដោយការនិយាយបែបហ្នឹងហើយទៅធ្វើឲ្យប្រជាជននឹងគឺបានហូរទៅកាន់ពួកគេផងដែរនឹងទុកចិត្តទៅកាន់ពួកគេដូចគ្នាក៏តែបើសិនជាកលេចមើលទៅកាន់ស៊ីណាដែលគាត់នឹងរៀងខូចចិត្តបន្តិចផងដែរតាមពិតទៅគាត់គឺមិនមែនចង់និយាយអញ្ចឹងនោះទេក៏តែព្រះរាជបុត្រនឹងគឺបង្ខំគាត់ហើយបើថាការពារនឹងគឺការពារអីក៏តែបើនិយាយអញ្ចឹងអីក៏គឺមិនហ៊ាននោះទេដែលព្រះរាជបុត្រឃើញបែបហ្នឹងក៏គឺបានលើកទឹកចិត្តទៅកាន់ស៊ីនផងដែរថាវានឹងគឺមិនអីនោះឡើយដោយក្រោយមកទៀតដែលក្រុមរបស់ស៊ីននឹងគឺបានហោះដើម្បីទៅកម្ចាត់បិសាចដោយការហោះមួយហ្នឹងហើយទៅធ្វើឲ្យសាច់គ្រឿងនៅក្នុងអេពីសូតមួយនេះក៏មានតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះដែលសញ្ញានៃការធ្វើសង្គ្រាមគឺបានលេចឡើងបើមើលទៅមកខាងទៀតដែលបានឃើញជាមួយនឹងកងទ័ពបិសាចយ៉ាងច្រើនតែម្ដងបើកាន់មកក្រុមរបស់ស៊ីណាដែលពួកគេនឹងគឺថាធ្វើដំណើរទៅកាន់កន្លែងនឹងបដាផងដែរនៅពេលដែលសៃរឿងគឺកាត់ទៅវិញដែលបានឃើញថាក្រុមរបស់បិសាចនឹងគឺបានវាយលុកចូលទៅដល់ក្នុងរាជធានីបាត់ទៅហើយនៅពេលនោះដែលក្រុមបិសាចនឹងគឺចង់វាយសម្លាប់ទៅកាន់ម្ដាយក៏ដូចជាកូន2នាក់ផងដែរក៏ប៉ុន្តែត្រូវបានស៊ីននឹងគឺមកជួយតាន់ចំណែកបិសាចមួយទៀតវិញនៅពេលដែលឃើញថាក្រុមរបស់ស៊ីននឹងគឺគ្រាន់តែជាសិស្សសាលាបិសាចមួយនឹងគឺពិតជាមើងងាយខ្លាំងមែនទែនក៏ដូចជាបានដកដបដើម្បីវាយប្រហារជាមួយនឹងក្រុមរបស់ស៊ីនផងដែរក៏ប៉ុន្តែគ្មានទេតាន់បានវាយគ្នាផងនឹងដែលស៊ីនក៏បានប្រើជាមួយនឹងធម្មពលរបស់គាត់គឺបាញ់ទៅលើបិសាចមួយនឹងស្លាប់បាត់ទៅដល់ចឹងទៅម្ដាយក៏ដូចជាក្មេងស្រីម្នាក់នឹងគឺបានអរគុណទៅកាន់ស៊ីនផងដែរចំណែកឯស៊ីនវិញនៅពេលដែលគាត់គឺបានឃើញថារាជធានីមួយនេះគឺត្រូវបំផ្លិចបំផ្លាញដែលធ្វើឲ្យគាត់នេះគឺពិតជាគុំជាមួយនឹងក្រុមបិសាចខ្លាំងមែនទែនចំណែកឯព្រះរាជបុត្រវិញដែលគាត់គឺបានឡើងទៅនិយាយក៏ដូចជាស្រែកប្រាប់ទៅកាន់ពពួកបិសាចទាំងអស់នឹងឲ្យចោះចាញ់ទៅដោយសារតែពួកគេគឺគ្មានថ្ងៃយកឈ្នះទៅកាន់ក្រុមរបស់គាត់បានឡើយចំណែកឯកងទ័ពក៏ដូចជាប្រជាជនដែលនៅប្រទេសមួយនេះវិញនៅពេលដែលបានឃើញថា
ប្រទេសជិតខាងនេះគឺបានមកជួយទៅកាន់ប្រទេសពួកគេដែលធ្វើឲ្យពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនចំណែកឯបិសាចដែលមានកម្រិតខ្លាំងហ្នឹងដែលពួកគេគឺអត់តន់ចេញមកប្រយុទ្ធនោះទេដែលពួកគេគឺចាំមើលអំពីសមត្ថភាពរបស់ក្រុមស៊ីនសិនដោយនៅគណៈពេលនេះមិនមែនតែស៊ីននោះទេដែលបានចាប់ការទៅកាន់ពពួកបិសាចសូម្បីតែមិត្តភ័ក្តិរបស់ស៊ីនដែលនៅកន្លែងផ្សេងទៀតហ្នឹងពួកគេគឺបានចាប់ការទៅកាន់បិសាចក៏ដូចជាជួយមនុស្សផ្សេងទៀតផងដែរដែលនៅក្នុងគណៈពេលនេះបិសាចគឺពិតជាចាញ់ព្រៀបទៅកាន់ក្រុមរបស់ស៊ីនខ្លាំងមែនទែនច្បាស់ណាស់ដោយសារតែពួកគេនឹងគឺគ្រាន់តែជាបិសាចកម្រិតទាបនោះទេពួកគេគឺមិនអាចយកឈ្នះទៅកាន់ក្រុមរបស់ស៊ីនបានឡើយបើកាត់ទៅកន្លែងស៊ីសលាវិញណាទោះជានាងគឺមិនអាចវាយប្រហារជាមួយនឹងពពួកបិសាចទាំងអស់នឹងបានក៏ដោយក៏ប៉ុន្តែនាងក៏បានប្រើជាមួយនឹងធម៌ពលរបស់នាងដើម្បីព្យាបាលទៅកាន់ប្រជាជនដែលនៅទីហ្នឹងបើកាត់ទៅមើលកន្លែងស៊ីនវិញណានៅពេលនោះដែលបិសាចនឹងគេថាហូមព័តគាត់ច្រើនពេកចឹងទៅក៏បានប្រើជាមួយនឹងធម៌ពលរបស់គាត់យ៉ាងខ្លាំងហ្នឹងគឺបានវាយប្រហារទៅកាន់បិសាចទាំងអស់ហ្នឹងដោយនៅពេលនេះស៊ីនក៏ពិតជាសាហាវខ្លាំងមែនទែនតែម្ដងដោយគ្មានបិសាចមួយណាគឺហ៊ានជាមួយនឹងគាត់នោះឡើយចំណែកឯបិសាចដែលនៅខាងក្រោយស៊ីនវិញណាគាត់ទៅស៊ីនបាយមកហ្នឹងពួកគេគឺថាញើដៃតែម្ដងចំណែកឯបិសាចដែលបានស៊ើបការវិញក៏រៀងភ័យបន្តិចផងដែរហ្នឹងណាដោយសារតែធម៌ពលរបស់ស៊ីនហ្នឹងគឺមិនខ្សោយនោះទេច្បាស់ណាស់នៅពេលនេះកងទ័ពរបស់ Oliver ហ្នឹងគឺស្លាប់សឹងតែទាំងអស់បាត់ទៅហើយចឹងទៅនារីម្នាក់ដែលជាចំណិតរបស់ Oliver ហ្នឹងនាងគឺសម្រាប់ចិត្តថានឹងប្រយុទ្ធជាមួយនឹងក្រុមស៊ីនតែម្ដងដោយនាងគឺសម្រាប់ចិត្តថានឹងចេញទៅប្រយុទ្ធជាមួយនឹងក្រុមរបស់ស៊ីនចឹងហើយនៅក្នុងអេពីសូតមួយនេះក៏មានតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះគឺបានឡើងនៅពេលដែលមិត្តភ័ក្តិរបស់ស៊ីនហ្នឹងគឺប្រយុទ្ធជាមួយនឹងកូនចៅរបស់ Oliver ដែលបានឃើញថាពួកគេទាំងពីរហ្នឹងគឺកំពុងតែវាយគ្នាក៏តែទោះជាមិត្តភ័ក្តិរបស់ស៊ីនហ្នឹងគឺមានជាមួយនឹងគ្នាពីរអ្នកយ៉ាងណាក៏ដោយក៏តែពួកគេក៏អាចជួយឈ្នះទៅកាន់នាងបាននោះទេច្បាស់ណាស់ដែលនារីម្នាក់នេះគឺជាកូនចៅចំណិតរបស់ Oliver ចឹងនាងក៏ជាបិសាចដែលមានកម្រិតខ្ពស់ផងដែរនៅពេលនោះដែលមិត្តភ័ក្តិរបស់ស៊ីនពីរអ្នកទៀតហ្នឹងគឺបានទៅជួយផងដែរក៏តែពួកគេហ្នឹងក៏អាចជួយឈ្នះទៅកាន់កូនចៅចំណិតរបស់ Oliver បាននោះទេក៏តែពេលនោះស៊ីនគឺថាលេចឡើងតែម្ដងក៏ដូចជាបានជួយទៅកាន់មិត្តភ័ក្តិរបស់គាត់ផងដែរក៏តែស៊ីនក៏បានខ្វល់ពីនាងនោះទេដែលគាត់នេះគឺបានដើរទៅព្យាបាលមិត្តភ័ក្តិរបស់គាត់សិនដោយពេលនេះស៊ីនក៏ពិតជាកាចខ្លាំងមែនទែនក៏ដូចជាខឹងទៅកាន់នាងផងដែរច្បាស់ណាស់ដោយសារតែមិត្តភ័ក្តិរបស់គាត់នឹងគឺពិតជាត្រូវរបួសខ្លាំងមែនទែនមិនយូរប៉ុន្មានការប្រយុទ្ធរបស់ពួកគេទាំងពីរគឺបានចាប់ផ្ដើមដោយនារីម្នាក់ណាគឺបានហក់ទៅវាយប្រហារទៅកាន់ស៊ីនមុនអញ្ចឹងទៅដោយស៊ីនក៏បានប្រើជាមួយនឹងក្បាច់ដៃរបស់គាត់នេះគឺបានតទល់ជាមួយនឹងនាងផងដែរក៏ប៉ុន្តែនៅពេលដែលប្រយុទ្ធបានបន្តិចហ្នឹងដែលនាងក៏បានដឹងថាសមត្ថភាពរបស់នាងគឺមិនអាចយកឈ្នះទៅកាន់ស៊ីនបាននោះទេដោយអញ្ចឹងទៅនាងក៏បានប្រវាយដានស៊ីនទៅធ្វើបាបមិត្តភ័ក្តិរបស់ស៊ីនផងដែរក៏ដូចជាប្រើជាមួយនឹងវេទមន្តរបស់នាងនេះគឺបានលោតចេញមិនត្រឹមតែប៉ុណ្ណឹងនោះទេដែលមានជាមួយនឹងដៃគូរបស់នាងម្នាក់ទៀតនេះគឺចាំជួយពីលើផងដែរចឹងទៅធ្វើឲ្យការរត់ចេញរបស់នាងគឺបានសម្រេចមុននឹងរត់ចេញនាងក៏បានប្រើជាមួយនឹងថោនពលរបស់នាងយ៉ាងខ្លាំងដើម្បីសម្លាប់ទៅកាន់ពួកគេផងដែរដែលឃើញចឹងស៊ីនក៏ដេញតាមនោះទេដោយក៏គ្មានជំរឿអីអំពីការប្រើវេទមន្តរបស់គាត់ដើម្បីតតាំងជាមួយនឹងថោនពលដ៏ខ្លាំងមួយនឹងបន្ទាប់ពីការរងទៅកាន់ធម្មពលមួយនេះហើយដែលស៊ីនក៏បានអាចមើលទៅកាន់មិត្តភ័ក្តិរបស់គាត់ក៏ប៉ុន្តែដែលមិត្តភ័ក្តិរបស់គាត់នឹងក៏មានបញ្ហាអីនោះទេអញ្ចឹងតែដែលធ្វើស៊ីននឹងក៏រៀងធូរចុះបន្តិចផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមបិសាចនឹងក៏បានដកថយបានសម្រេចបាត់ទៅហើយព្រះអង្គម្ចាស់គឺបាននិយាយទៅកាន់ពួកគេថាច្បាស់ណាស់ទោះជាក្រុមបិសាចគឺអាចដកថយបានក៏ប៉ុន្តែការប្រយុទ្ធមួយនេះមានន័យថាពួកយើងនឹងក៏អាចយកឈ្នះទៅកាន់ពួកគេបើការទៅមើលក្រុមរបស់បិសាចវិញណាដែលពួកគេគឺពិតជាខឹងខ្លាំងមែនទែនដោយសារតែពួកគេក៏មិនអាចធ្វើអ្វីទៅកាន់ក្រុមរបស់ស៊ីនបានហើយពួកគេក៏គ្មានជំរឿអីក្រៅពីការដកថយនៅឡើយដោយសារធម្មពលរបស់ស៊ីននឹងគឺពិតជាខ្លាំងមែនទែនសៃរឿងគឺបានកាត់ទៅកន្លែងសេសីលាវិញដែលនាងក៏បានប្រើជាមួយនឹងម៉ាណារបស់នាងគឺសឹងតែទាំងអស់ហើយដើម្បីព្យាបាលទៅកាន់ប្រជាជនដោយសារតែនាងគឺអស់ម៉ាណាចឹងទៅនាងគឺបំរើតែដោះអាយរបស់នាងដើម្បីយកអាវមួយហ្នឹងគឺទៅរំរបួសឲ្យប្រជាជនម្នាក់ហ្នឹងណាក៏ប៉ុន្តែដោយស៊ីននេះគឺបានមកតន់ក៏ដូចជាចាប់នាងជាប់ផងដែរដោយស៊ីនគាត់គឺបាននិយាយទៅកាន់សេសីលាថាមិនអីនោះទេនាងគឺធ្វើបានល្អហើយទុករឿងរ៉ាវផ្សេងទៀតឲ្យគាត់នឹងគឺជាអ្នកចាប់ការវិញម្ដងដោយមិនចាំយូរស៊ីនក៏បានព្យាបាលទៅកាន់បរិសុទ្ធដែលត្រូវរបួសម្នាក់នឹងផងដែរដោយការព្យាបាលរបស់ស៊ីនណាគឺអត់យូរនោះទេដោយសារធម្មពលរបស់គាត់នឹងគឺច្រើនបន្ទាប់ពីព្យាបាលបានសម្រេចហើយបើមើលទៅកាន់សេសីលាវិញណាដែលនាងគឺអារម្មណ៍អត់សូវល្អមកនោះទេនៅពេលនោះដែលនាងគឺបានចាប់ទៅកាន់ស៊ីនផងដែរដោយនាងគឺបានសុំទោសទៅកាន់ស៊ីនច្បាស់ណាស់ដោយសារតែនាងមានអារម្មណ៍ថានាងនឹងគឺធ្វើអត់បានល្អនោះឡើយថែមទាំងមិនបានជួយអីទៅកាន់ស៊ីនច្រើនទៀតផងដោយស៊ីនក៏គឺបានតទៅកាន់សេសីលាវិញថានាងគឺពិតជាគិតច្រើនពេកហើយវាមិនដូចជានាងគឺបានគិតនោះទេហើយក៏ឲ្យនាងគឺមើលទៅម្ខាងទៀតផងដែរដែលបានឃើញថាប្រជាជនដែលត្រូវបានសេសីលានឹងគឺជួយសង្គ្រោះពួកគេគឺមកអរគុណទៅកាន់សេសីលាខ្លាំងមែនទែនបើគ្មានសេសីលានោះទេពួកគេក៏ប្រហែលជាមិនអាចរស់បានផងដែរក្រោយមកទៀតដោយសាររឿងគឺបានកាត់នៅពេលដែលក្រុមរបស់ស៊ីននឹងគឺទៅជួបទៅកាន់ស្ដេចនៅរាជធានីមួយនេះវិញម្ដងដោយពេលនេះពួកគេគឺសម្រេចចិត្តថាប្រទេសទាំងពីរគឺជាមិត្តជាមួយនឹងគ្នាក៏ដូចជាជួយគ្នាដើម្បីកម្ចាត់បិសាចផងដែរបន្ទាប់ពីបញ្ចប់កិច្ចចរចាហើយដោយស៊ីនគឺបានបើកជាមួយនឹងធម្មពលរបស់គាត់ដើម្បីនាំមិត្តភ័ក្តិរបស់គាត់នឹងគឺថាមកប្រទេសរបស់ពួកគេវិញដោយព្រះអង្គម្ចាស់គឺបានជួបទៅកាន់ឪពុករបស់គាត់ផងដែរដែលនៅពេលនេះឪពុករបស់គាត់គឺជឿជាក់ទៅកាន់ព្រះអង្គម្ចាស់ 100% ហើយថាព្រះអង្គម្ចាស់គឺពិតជាមានសមត្ថភាពនៅក្នុងការដឹកនាំប្រទេសក៏ដូចជាក្រុមរបស់ស៊ីននឹងគឺមានជាមួយនឹងសមត្ថភាពដើម្បីកម្ចាត់ទៅកាន់បិសាចអញ្ចឹងហើយដែលក្រុមរបស់ស៊ីនក៏ទទួលបានជាមួយនឹងបេសកកម្មមួយគឺត្រូវតែតាមកម្ចាត់ទៅកាន់បិសាចបន្តទៀតបើការទៅមើលក្រុមរបស់ Oliver វិញណាដែលពេលនេះកូនចៅរបស់ Oliver គឺពិតជាភ័យខ្លាំងមែនទែនដោយសារតែ Oliver គឺបានគំរាមទៅកាន់ពួក
ពួកគេថាឱកាសរបស់ពួកគេនៅក្នុងការកម្ចាត់ទៅកាន់ក្រុមរបស់ស៊ីនគឺមានតែម្ដងទៀតនោះទេច្បាស់ណាស់បើសិនជាពួកគេគឺធ្វើអត់បានសម្រេចពួកគេគឺដឹងតែស្លាប់ហើយបើកាត់ទៅមើលក្រុមរបស់ស៊ីនវិញពេលនេះដែលពួកគេគឺបំរុងតែចេញដំណើរទៅកាន់ប្រទេសមួយទៀតច្បាស់ណាស់ដោយសារតែពួកគេគឺជួបជាមួយនឹងបេសកកម្មនៅប្រទេសមួយនឹងឯងដូចជាបានដឹងចឹងដែលក្រុមរបស់ស៊ីនទូនាទីរបស់ពួកគេគឺកម្ចាត់ទៅកាន់ពួកបិសាចក៏ដូចជាការពារទៅកាន់ប្រទេសផ្សេងៗទៀតដោយសារតែរឿងរ៉ាវទាំងអស់នឹងហើយទៅធ្វើឲ្យនៅក្នុង season ទី1នេះគឺបញ្ចប់តែត្រឹមនឹងផងដែរចំណែក season 2វិញគឺថាខ្ញុំមិនដឹងអាចចេញនៅពេលណានោះទេក៏តែបើសិនជាក្រុមហ៊ុនគេចេញចាំខ្ញុំនឹងយកមកសម្រាយបន្ត